សួស្តីអគ្គនាយកនេះចូលទៅមុនទៅអគ្គនាយកនេះតាមលោកប្រាប់អគ្គនាយករងថ្មីមកដល់ទទួលការងារតរួចរាល់ហើយលន់ណាលើថាអគ្គនាយករងថ្មីជាគុណដណ្ដើរបស់លោកអញ្ចឹងរបស់ប្រកាសជាស្រីស្អាតឆ្លាតមានសមត្ថភាពពេញខ្លួនមិនចឹងមិនអាចចូលភ្នែកលោកបានទេនិយាយច្រើនណាស់ឈិញអាយនឹកខ្លាំងណាស់មិនឯងមិនបែកគ្នារហូតយេឈិញឯងទៅតែមកពីស្រុកវិញនេះសឹងគេមិនមកទទួលឯងសោះគេធ្វើចំណិតប្រុសរបស់ឯងយ៉ាងម៉េចហ្នឹងគឺខ្ញុំមិនឲ្យគេមកគេរៀបចំពិធីជប់លៀងមកស្រុកឲ្យខ្ញុំដល់ពេលជប់លៀងពួកឯងចូលរួមទាំងអស់គ្នាអាស័យដ្ឋានតិចទៀតខ្ញុំផ្ញើចូលល្អត្រូវហើយលោករៀបចំកុងត្រាផ្ទេរភាគហ៊ុន 50% និងលិខិតទូនាទីភ្លាមទៅនិងម៉ាសាឡាទីមួយគ្រឿងទៀតម៉ោង 3 ល្ងាចទៅយកនៅសន្តាគារស្ទឹងសតាកុងត្រាផ្ទេរហ៊ុន 50% និងម៉ាសាឡាទីមិនស្មានថាអគ្គនាយកនេះជាបិសាចថ្នាំប្រពន្ធសោះលោកនិយាយអីបាទអគ្គនាយកនេះសឹងលេងគ្រប់ផ្ញើមែនឲ្យខ្ញុំធ្វើជាអគ្គនាយករងអូនសម្លាញ់ខ្ញុំដឹងថានាងធ្វើបានព្រះហើយសឹងលេងគ្រប់ជាក្រុមហ៊ុនបច្ចេកវិទ្យាកំពូលនៅក្នុងស្រុកឈិញឯងទុកថាបានចេញមុខហើយមិត្តប្រុសរបស់ឯងមិនសមនឹងឯងទេឆាប់ទាត់ចោលទៅគេមិនសមជាមួយឈិញតាំងពីដើមពេលរៀនមហាវិទ្យាល័យគេជាឆ្កែតាមឈិញពេលនេះតាមការរៀនសូត្រនិងឋានៈរបស់ឈិញខ្លាំងជាងគេរាប់រយដងឯណោះនាងសឹងពួកយើងឡើងជាមនុស្សពិភពតែមួយហើយឈិញនៅទីបំផុតពួកយើងអាចនៅជាមួយគ្នាបានហើយបងប្រុសធ្វើអីហ្នឹងបងភ័យសឹងស្លាប់ទៅហើយនីងក្រែងបងប្រាប់ហើយថាចូលអอฟហ្វិសបងត្រូវគួរទ្វារខ្ញុំមិនមែនអ្នកក្រៃទេគួរទ្វារធ្វើអីនេះជាភូមិគ្រឹះលេខ1នៅអ៊ីជីងតម្លៃ 1000 លានតាលើថាអនាគតបងថ្លៃចិត្តមកវិញហើយឲ្យបងថ្លៃអូរ៉ូម៉ាន់ទិកណាបងដូចជា10ឆ្នាំមុនអញ្ចឹងខួរក្បាលស្នេហាតែចាប់ឆ្ងាយបងថ្លៃណាឈិញចូលចិត្តទុកថាជាកាដូសម្រៀបការមានផ្ទះធំមួយខ្នងជាក្តីសម័យរបស់ឈិញតាំងពីដើមហើយឈិញជាក្តីសម័យដែលបងចង់ការពារ6 ឆ្នាំមុននាងទៅរៀននៅបរទេសពួកបងសន្យាឲ្យថាមកវិញរៀបការនៅក្នុងផ្ទះអូនទុកចិត្តចុះបងនឹងមើលថែបានល្អចាំអូនមកវិញពួកយើងរៀបការល្អណាស់បងរងចាំបងប្រុសកាលនោះបងស្រីឲ្យបងស្ម័គ្រចិត្តបងឈ្មោះរៀននៅបរទេសនឹករលឹក10 ឆ្នាំតែយ៉ាងម៉េចវិញឯងនៅក្នុងពេលឆាប់នេះបងរៀបចំពិធីជប់លៀងមកស្រុកឲ្យនាងបងត្រៀមដល់ពេលនោះសុំនាងរៀបការបែបហ្នឹងគឺឯងបានឃើញរាល់ថ្ងៃហើយល្អណាស់ឈិញ6 ឆ្នាំហើយនៅទីបំផុតអូនរៀនចប់ត្រឡប់មកវិញគឺដោយសារតែអូនបង្កើតសឹងលីងគ្រប់មានទាំងអស់នេះហើយដែលបងអាចការពារអូនបាននេះជាអនាគតរបស់ពួកយើងឈិញទីបំផុតអូនមកហើយសួស្តីម្នាក់នេះជាមិត្តប្រុសខ្ញុំជាមិត្តឈិញស្គាល់គ្នាការរៀននៅមហាវិទ្យាល័យកាលីហ្វ័រញ៉ាខាងត្បូងហ្វាងជើសួស្តីសូមស្វាគមន៍អ្នកមកជាភ្ញៀវអរគុណលោកមកចូលរួមពិធីជប់លៀងដែលឈិញត្រឡប់មកស្រុកវិញខ្ញុំជាមិត្តរបស់ឈិញមកគឺដើម្បីជួយលើកមុខមាត់ឲ្យនាងកុំឲ្យនាងទេធ្វើបាបនាងមិននឹងអាចទៅនេះសឹងហ្វាងជឿនៅបរទេសមើលថាខ្ញុំខ្លាំងណាស់បងគួរសម្ដាក់គេទៅតែទៀតជន់គេប្រមាណកាយទៅពិតមែនហើយអរគុណលោកនៅបរទេសមើលថែឈិញបន្តិចទៀតផឹកពីបកាយទៅសូមជ័យខាងនេះសុំតបផងធ្វើឲ្យចាំយូរពួកយើងមកយើងថៃសុំតបផងធ្វើឲ្យចាំយូរពួកយើងមកយើងថៃឲ្យចាំយូរហើយឈិញលីលីឈិញមិញខំមកពីនាងល្អិតលូដើរផ្សារទំនើបយូរពេកទៅពួកខ្ញុំមកយឺតមិនអីទេសំណាប់ចិត្តពួកខ្ញុំក៏ទៅតែម្ដងពួកនេះក៏មកដែរសូមស្វាគមន៍
អបអរឈិញឈិញរៀនចប់មកវិញអនាគតរុងរឿង វ៉ាវអរគុណសំណាប់ចិត្ត អនាគតរុងរឿង អរគុណសំណាប់ចិត្ត នៅខ្ញុំទៀតអនាគតរុងរឿង អរគុណសំណាប់ចិត្ត ត្រូវឲ្យសំណប់ចិត្តកាដូនេះទុកណៃណា អូដាក់ខាងនោះទៅបាន ចឹង ហើយ ពួកយើងធ្វើតាមដំណាក់កាលទៅថតរូបជុំគ្នា តោះទៅយើង រៀបចំឲ្យស្រួលយកមកទៀងពេល មក ដាក់រួចហើយឆាប់ឡើង មក ខ្ពស់បន្តិចខាងនេះមកខាងនេះបន្តិច កាដូមករៀបចំតាមលំដាប់សោះយល់ល្អពួកយើងបើកវាទៅកាដូមករៀបចំតាមលំដាប់សោះយល់ល្អពួកយើងបើកវាទៅ ខ្ញុំក៏អញ្ចឹងដែរលោកនេះជាកាដូរបស់ឈិញឈិញពួកយើងកំលើសដែនកំណត់កុំដណ្ដើមឈិញឈិញបើកអីពួកយើងទុកឆាក់រំឲ្យឈិញឈិញទៅល្អតា វ៉ាវគឺប្រអប់ brand ល្បីមានចំនួនកំណត់ខ្ពស់ សំ បំ ណាប់ ផុត ចិត្តធម្មតាឯងធ្វើការរវល់ណាស់ត្រូវចាំស្រឡាញ់ខ្លួនឯងឲ្យល្អការពារស្បែកខ្លួនឯងឲ្យល្អ លោកខ្ញុំដឹងហើយថាឯងយកចិត្តទុកដាក់នឹងខ្ញុំ ប្រកាសថាឈិញឈិញឆាប់មើលរបស់ខ្ញុំទៅឆាប់ឡើង វ៉ាវ អាយ៉ាបន្តោងក្បាច់មាលីលីលើកនេះពិតជាយកចិត្តទុកដាក់មែនណាឈិញឈិញពួកយើងមិនត្រឹមតែរៀនចប់មកវិញទេហើយខ្លាចជាអគ្គនាយករងជាវគ្រប់នៅក្នុងស្រុកទៀតផងថ្ងៃក្រោយមិនត្រឹមតែសម្បត្តិហូរចូលឈ្នះគ្រប់ភារកិច្ចឈានឡើង អរគុណ ខ្ពស់ លេសំណាប់ចិត្ត ដល់ខ្ញុំហើយ វ៉ាវ អាយ៉ាកងគូខត្តយាក៏ឡាប់មាន 24K ខ្សែកលើអ្នកប្រុសហ្វាំងលើកនេះចំណាយមិនស្ដាយទេ ក៏ឈិញឈិញស្អាតយ៉ាងនេះមិនពាក់ខ្សែកមិនប្រេបផ្សាយដាក់វត្ថុពេកទេដឹងខ្វះខ្សែកបែបនេះមកពាក់ល្មម នេះសឹងបងជួយពាក់អូនទៅ ទុកឲ្យខ្ញុំ វ៉ាយរ៉ូម៉ាន់ទិកណា រ៉ូម៉ាន់ទិកណានេះសឹងស្អាតទេ ស្អាត ស្អាតណាស់សមគ្នាណាស្អាតណាស់ អរគុណហ្វាំងជឺខ្ញុំនឹងទៅគ្រប់យ៉ាងឲ្យបានល្អ នាងទៅបើកទៅ នេះអ្នកណាជូន នេះក្រពេកទេដឹង នេះគឺខ្ញុំ នេះសឹងឯណាកាដូលោកឬមួយពាក់ព័ន្ធនឹងអាត់កំបាំងគូស្នេហ៍លោកមិនអាចឲ្យគ្រប់គ្នាមើលទេឬក៏ត្រៀមភ្ញាក់ផ្អើលឲ្យឈិញឈិញ ត្រូវហើយខ្ញុំចង់ឲ្យឈិញឈិញភ្ញាក់ផ្អើលនេះគឺជាកាដូរបស់ខ្ញុំ ភ្ញាក់ផ្អើលហ៎លោកហៅវាថាភ្ញាក់ផ្អើលហ៎ អាយ៉ូនេះសឹងរ៉ូម៉ាន់ទិកណាស់មានចិត្តកូនក្មេងមែន គឺចិត្តកូនក្មេងឬមិនយកចិត្តទុកដាក់ ពិតមែនទេបើអញ្ចឹងខ្ញុំចាំស្ដាប់មើលថាខ្ញុំមិនអាចយកចិត្តទុកដាក់យ៉ាងម៉េច ថ្ងៃនេះជាថ្ងៃសំខាន់របស់ឈិញឈិញរៀនចាប់មកពីបរទេសវិញហើយត្រូវជាប់ជាអគ្គនាយករងនៅសឹងលីងគ្រុបទៀតលោកជួយរបស់នេះហ៎ ខ្ញុំជួយរបស់នេះតើយ៉ាងម៉េច នេះសឹងលោកជាមិត្តប្រុសឈិញឈិញមានពាក្យខ្លះដើមឡើយខ្ញុំមិនគួរនិយាយទេតែថ្ងៃនេះខ្ញុំមិននិយាយមិនបាន ពិតមែនទេអញ្ចឹងតើអ្នកទាំងអស់គ្នានៅខ្ញុំនឹងចាំផ្ទៀងតិចស្ដាប់ឲ្យបានដឹងឮទាំងអស់គ្នា ល្អអញ្ចឹងខ្ញុំនិយាយហើយលោកទឹកអស់ប្រេនល្បីជូននាងតម្លៃប្រមាណ មិនប្រមាណទេតែ6900ប៉ុណ្ណោះបន្តោងមាសដែលខ្ញុំជូន9900 ខ្ញុំកាន់តែមិនបាច់និយាយខ្សែកឡើងខត្តយា 36000 នេះសឹងក្នុងនាមលោកជាមិត្តប្រុសឈិញឈិញយករបស់អន់ប៉ុណ្ណឹងមកមិនលោកយកមកបាន ខ្ញុំជួយរបស់នេះតើយ៉ាងម៉េចផ្កាយមួយដបនេះគឺ ផ្កាយមួយដបនេះសរុប 13014 គ្រាប់ក្នុងអ៊ីនធឺណិត9កញ្ចប់29យួនបញ្ចេញមតិល្អជូន2យួនឲ្យវិញនេះជាការយកចិត្តទុកដាក់ដែលលោកនិយាយហើយហ៎ កាយមួយដបនេះគឺមិនដូចគ្នាទេនេះគឺ6ឆ្នាំមុនខ្ញុំបត់ម្ដងមួយរាល់លើកដែលខ្ញុំនឹកដល់ឈិញឈិញខ្ញុំតែងតែបត់មួយសង្ឃឹមថាការងាររបស់នាងរលូន
ហើយរស់នៅបានសុខសប្បាយ អូនៃរបស់លោកចង់ថាផ្កាយមួយដបនេះចំណាយមកដល់30យួនផងហើយក៏បូកបញ្ចូលជាមួយនឹងទឹកចិត្តនិងភាពកក់ក្ដៅរបស់លោកមានន័យបែបហ្នឹងហី បងស្មានថាអូនរភើបចិត្តពេលរៀននៅមហាវិទ្យាល័យអូនប្រាប់ថា នេះសឹងល្មមបានហើយសុទ្ធតែជាល្បែងក្មេងទាំងអស់គ្នាសុទ្ធតែពេញវ័យហើយឬមួយលោកនៅចង់យកគុណធម៌មកចង់ឈិញទៀត គុណធម៌ចាប់ចងមានន័យថាយ៉ាងម៉េច នៅសំដែងទៀតទេ យកផ្កាយអន់មួយដបនេះយកមកហើយនៅនិយាយថាឲ្យរំភើបទៀតបើឈិញមិនរំភើបគឺក្បត់ចិត្តប៉ិតនិងចិត្តកក់ក្ដៅលោកហើយបើឈិញរំភើបចិត្តត្រូវលេបទុកលំបាកក្នុងភាពរងទុកនេះហើយมันអាចទេដឹងលើថានេះសឹងចង់បង្កើតក្រុមហ៊ុនអីគ្រាន់តែជាក្រុមហ៊ុនតូចតែខ្ទេចអស់យូរហើយមិនអញ្ចឹងសូម្បីតែកដោល្អមួយក៏មិនយកចេញមកដែរ ការសមាសម័យពិតជាសម្បូរបែបមែនតែខ្ញុំរៀនសោកស្ដាយបន្តិចខ្ញុំនឹងឈិញនៅជាមួយគ្នា10ឆ្នាំហើយ 10ឆ្នាំលោកចង់ប្រើប្រាស់ភាពស្រស់ស្អាត10របស់ស្រីម្នាក់យករបស់អន់បែបនេះយកមកទប់ទល់ជាមួយនាង ឈប់ភ្លាមទៅអ្វីដែលហៅថាប្រើប្រាស់ពេលវេលារបស់ខ្ញុំលះបង់មិនមែនជាពេលវេលាទេ មិនដូចគ្នាទេពេលនេះឈិញចិត្តខ្លាចជាអ្នកគ្រប់គ្រងជាន់ខ្ពស់របស់សឹងលីងគ្រប់ហើយពួកនោះមិនមែនជាមនុស្សលំដាប់តែមួយទៀតហើយ មែនហើយបើរើសយកក៏រើសយកអ្នកប្រូហ្វាងដែរម្យ៉ាងវិញទៀតច្រើនឆ្នាំមកនេះពួកលោកនៅបរទេសរហូតនៅជាមួយគ្នារាល់ថ្ងៃកំដរគ្នារាល់យប់ថ្ងៃខ្លាចតែមានចិត្តលើគ្នាយូរហើយទេដឹងហ៎ នេះសឹងបងលើហើយនៅខ្ញុំនៅមានជំរឿច្រើនទៀត យកល្អឆ្លៀតឱកាសនេះពួកនាងបែកគ្នាទៅ បែកគ្នាអ្នកណាបែកគ្នាប៉ាម៉ាក់ឈិញរឿងនេះយ៉ាងម៉េចវិញអ្នកណាចង់បែកគ្នាម៉ាក់កុំខ្វល់ អ្នកមីងអាចបែកគ្នាជាមួយអ្នកណាទៀតប្រកាសជាមួយនេះសឹងប្រុសអត់បានការនេះហើយ ឈិញឯងមិនក៏អញ្ចឹងនៅសុកហេតុអីចង់បែកគ្នាជាមួយគេ ណាមីងមិនដឹងទេឈិញបានជាប់ជាអគ្គនាយករងនៅសឹងលីងគ្រប់ហើយបណ្ឌិតមកពីបរទេសជាមួយនឹងសឹងកាមិនមែនជាមនុស្សលំដាប់តែមួយទៀតហើយ ឯងបិទមាត់ទៅឈិញឬស៊ីវនេះមិនល្អដាក់ឯងមិនក៏ឯងមិនដឹងគ្រប់គ្រាន់អញ្ចឹងម៉ាក់ខ្ញុំខំប្រឹងយ៉ាងនេះគឺដើម្បីអ្វីខ្ញុំចាំបានការរស់នៅកាន់តែល្អឬមកក៏ខុសដែរម៉ាក់អើយ ណាមីងរឿងពួកខ្ញុំក្មេងៗមិញកំចូលរួមប្រទេសផ្ដាស់អីពួកខ្ញុំចេះដោះស្រាយហើយ ប្រគល់ឲ្យពួកឯងដោះស្រាយហ៎នេះពួកឯងមកករឿងហើយណាឈិញឯងដឹងទេគ្រប់យ៉ាងដែលមាននៅក្នុងពេលនេះគឺសៀវនេះជាអ្នកឲ្យឯងទៅបរទេសរយៈពេល6ឆ្នាំការចំណាយថ្លៃរៀនគ្រប់បែបយ៉ាងគឺសៀវនេះជាអ្នកចេញហើយសៀវនេះក៏បានជួយពួកយើងទប់ទល់រហូតមកដែរណាសូម្បីតែផ្ទះដែលពួកយើងនៅក្នុងពេលនេះក៏សៀវនេះជាអ្នកទិញឲ្យដែរក្រែងពួកឯងនិយាយគ្នាហើយតើចាំឯងត្រឡប់មកស្រុកវិញពួកឯងនឹងរៀបការភ្លាមក្នុងចិត្តប៉ាសៀវនេះគឺជាកូនប្រុសពាក់កណ្ដាលរបស់ប៉ាទៅហើយជាកូនប្រសារដែលគ្រួសារយើងទទួលស្គាល់ លោកពូនេះសុទ្ធតែនេះសឹងស្ម័គ្រចិត្តតែម្ខាងឈិញមិនដែលបង្ខំគេទេម្យ៉ាងវិញទៀតតាំងពីដើមមកមង្គលការនិយាយពីរឿងគ្រួសារឋានៈស្មើគ្នានេះសឹងថ្នាក់ទាបមិនសមជាមួយឈិញទេ បិទមាត់នាងភ្លាមទៅឈិញមិននឹងអាចមានចិត្តកញ្ជ្រោងដូចជាពួកនាង ប៉ានិយាយផ្ដេសផ្ដាស់អីហ្នឹងពួកលេជាមិត្តល្អរបស់ខ្ញុំ លោកពូប្រហែលជាយកច្រឡំពួកខ្ញុំហើយពួកខ្ញុំសុទ្ធតែដើម្បីឈិញល្អទេម្យ៉ាងវិញទៀតឈិញល្អយ៉ាងនេះកុំថាឡើយអ្នកមានលុយទោះជារៀបការជាមួយអគ្គនាយកសឹងលីងក៏នៅស្ទើរផង ហេតុដូច្នេះអូនក៏គិតបែបនឹងដែរល្អណាស់ចាំមើលយើងបដៅកូនគ្មានមនសិការដូចឯងយ៉ាងម៉េច ព្រះហើយនេះកូនសៅភូមិគ្រឹះលេខ1នៅអ៊ីជីងព្រះហើយលេខ1នៅអ៊ីជីងមានតម្លៃ1000លានឯណោះ ពីមុនអូនធ្លាប់និយាយប្រាប់បងថាគ្រួសារមិត្តរួមថ្នាក់អូនល្អពេលដែលរៀននៅមហាវិទ្យាល័យប៉ាម៉ាក់របស់គេឲ្យភូមិគ្រឹះមួយខ្នងទុកជាកាដូថ្ងៃកំណើតពួកយើងជាគ្រួសារសាមញ្ញដោះស្រាយបញ្ហាជាមួយគ្នាគ្មានបញ្ហាទេតែចំពោះការទិញភូមិគ្រឹះតម្លៃរាប់ពាន់លានធ្វើជាកាដូថ្ងៃកំណើតមិនមែនស្រួលប្រៀបធៀបទេគម្លាតខុសគ្នាឆ្ងាយណាស់តែការនោះបងបានស្បត់ថាបងមិនឲ្យអូនស្ញប់ស្ញែងនរណាទៀតទេមួយនេះជូនឈិញមែនទេអាយ៉ារំភើបចិត្តណាស់ខ្ញុំដឹងថានេះសឹងប្រកាសជាមិនមែនមនុស្សថ្នាក់ទាបឲ្យគេជិះជាន់ទេមែនទេមែនអត់នេះសឹង ដើមឡើយគឺមែន អាយ៉ាស្រីពួកខ្ញុំមានពេលខ្លះគឺងាយមានអារម្មណ៍ប្រែប្រួលមិញឈិញនិយាយសត្វតាពាកខឹងកុំយកចការអីមែនអត់ឈិញ អាសឹង
តែខ្ញុំយកជាការ របស់នេះខ្លាញ់ខ្លាយទេរបស់នេះខ្លាញ់ខ្លាយទេ ខ្លាញ់ ខ្លាញ់ខ្លាយ មិនខុសទេភូមិគ្រឹះលេខ1នៅអ៊ីជីងទីបំផុតនៅស៊ូឆឹងជាគម្រោងរបស់ក្រុមហ៊ុនសាងសង់ឆិនហ្វឹងអភិវឌ្ឍខ្លួនឯងក៏ជាភូមិគ្រឹះដែលអគ្គនាយកឆិនហ្វឹងគ្រប់អគ្គនាយកលេខទុកខ្លួនឯងមិនដាក់លក់ដែរ មិនខុសទេខ្ញុំនឹងលោកធ្វើការនៅឈិនហ្វឹងគ្រប់លេខ1នៅអ៊ីជីងអគ្គនាយកទុកសម្រាប់ខ្លួនឯងអាចលក់ឲ្យគេបានយ៉ាងម៉េចទៅម្យ៉ាងទៀតបើលក់ឲ្យគេទិញបានទេ ដូច្នេះគេប្រកាសជាដឹងថាឈិងឈិងជាប់ជាអគ្គនាយករងនៅសឹងលីងគ្រប់ដើម្បីចាប់ឈិងឈិងជាប់មានចេតនាយកតំណែងខ្លាញ់នេះមកលើកមុខ ពេញទៅដោយការសម័យមែន អគ្គនាយកឈិនហ្វឹងពេលនេះលំហូរសាច់ប្រាក់មានបញ្ហាខ្លាចតែលំហូរសាច់ប្រាក់ដាច់ទេ អគ្គនាយកលាវមិនមកបំណងអាក្រក់ទេ អាយ៉ាអគ្គនាយកនេះខ្យល់អ្វីបក់លោកមក ឮថាពេលថ្មីនេះឈិនហ្វឹងជួបផលលំបាកលំហូរសាច់ប្រាក់របស់ពលលោកខ្លាចតែទ្រាំមិនបានយូរទេ នីង ខ្ញុំអាចជួយលោកបានតែខ្ញុំចង់បានលេខ1នៅអ៊ីជីងប្រើឈ្មោះរបស់លោកភូមិគ្រឹះមួយនេះគឺខ្ញុំ បានហើយនេះសឹងស្មានមកដល់ថាបងចូលចិត្តកិត្តិយសខ្លាំងៗនេះទេ ត្រូវខ្ញុំចូលចិត្តកិត្តិយសខ្លាំងៗបើបែបហ្នឹងខ្ញុំក៏គ្មានអ្វីត្រូវនិយាយដែរថ្លៃអាហារខ្ញុំបងរួចហើយគ្រប់គ្នាហូបឲ្យឆ្ងាញ់ចុះ នេះសឹងលើកឈប់ភ្លាមបានន័យថាម៉េចនេះសឹងបងមានន័យថាម៉េចនិយាយច្បាស់មក ខ្ញុំចង់មានន័យយ៉ាងម៉េចនេះនៅមិនទាន់ដឹងច្បាស់ ប ទៀត ងចង់បែកគ្នា ហើយចុះយ៉ាងម៉េច ខ្ញុំស្ដាប់មិនខុសទេដឹងឆ្កែលេខ1ដែលតាមឈិងឈិងហ៊ានសុំបែកគ្នា នេះសឹងបងដឹងថាបងកំពុងតែនិយាយពីអី ខ្ញុំ ទេ ប្រកាសជាដឹងមនោសញ្ចេតនាគ្មានការជឿជាក់នឹងលំអៀងចាក់ជាប់បែបនេះខ្ញុំទ្រាំឆ្អែតហើយ បងកុំធ្វើរឿងតូចខ្លាំងតែជារឿងធំបានទេដោយសារតែរឿងតូចប៉ុណ្ណឹងបងសំបែកពីខ្ញុំបងមានសិទ្ធិអីសំបែក ខ្ញុំរឿងតូចធ្វើឲ្យទៅជារឿងធំខ្ញុំគ្រាន់តែចង់នាងពេលឲ្យកាដូមានការភ្ញាក់ផ្អើលតែប៉ុណ្ណោះរួចចុះនាងវិញនាងធ្វើយ៉ាងម៉េចតាំងពីនាងចូលមកនាងគ្មានទុកមុខឲ្យខ្ញុំទេនាងប្រកាន់ថាកាដូអន់ហើយមិនចង់បង្ហាញថាខ្លួនជាស្រីមុខលុយដូច្នេះហើយបានជាមិនហ៊ានហាមាត់និយាយបណ្ដោយឲ្យមិត្តភក្តិរបស់នាងសាច់ចំអកខ្ញុំឲ្យពួកគេធ្វើជាមាត់ជំនួសនាងនៅមានមិត្តរួមថ្នាក់របស់នាងម្នាក់នេះទៀតតើពួកនាងមានតំណែងតំណងអីនៅមុខខ្ញុំដែលជាមិត្តប្រុសត្រឹមត្រូវស្និទ្ធស្នាលយ៉ាងនេះតើដូចជាស្អីទៅ ទុកឲ្យខ្ញុំ អូហូរ៉ូម៉ាន់ទិកណាស់ រ៉ូម៉ាន់ទិកណាស់ ពួកខ្ញុំគ្រាន់តែជាមិត្តស្និទ្ធស្នាលមិនមែនដូចបងគិតទេ មិត្តស្និទ្ធស្នាល ហើយយ៉ាឈិញឯងល្ងើមែនហើយមានស្រីណាយកប្រុសធ្វើជាមិត្តស្និទ្ធស្នាលទៅប្រុសនិងស្រីការពិតគ្មានមិត្តភាពបរិសុទ្ធនោះទេម៉ាក់កំណត់ម៉ាក់ចាស់កំរិលបែបទេដឹងរឿងពួកខ្ញុំក្មេងៗបើម៉ាក់មិនដឹងកុំចូលរួមតែ បី ប៉ុណ្ណា ខ្លាំងណាស់នេះសម័យអីហើយអ្នកណាគ្មានមិត្តស្និទ្ធស្នាលជាមួយប្រុសមើលរូបរាងដែលមិនស្គាល់ពិភពខាងក្រៅលោក មិត្ត ចាស់ ប្រុសស្និទ្ធស្នាលមិននេះហូលីនៅខាងក្នុងនិយាយត្រូវគ្រួសាររបស់គេបើក្រុមហ៊ុនតូចតាចមានទេពួកនេះសំជាគូហើយ និយាយទៅនិយាយមកបងនៅតែខាងនឹងហ្វាងជឺបងនេះចិត្តចង្អៀតមែនចិត្ត ខ្ញុំ ចង្ ចិត្ត អៀត ចង្អៀតមិននេះពេលដែលគេនិយាយថាសោនោះខ្លាំងនាងសួរខ្ញុំមួយម៉ាត់ក៏អត់មានដែរលំអៀងទៅលើគេទាំងស្រុងនាងមានជឿជាក់លើខ្ញុំខ្លះទេតើខ្ញុំគឺជាមិត្តប្រុសរបស់នាងឬមួយក៏គេជាមិត្តប្រុសរបស់នាង ត្រូវខ្ញុំជាមិត្តប្រុសនាង6ឆ្នាំមកនេះពួកយើងញ៉ាំបាយជាមួយគ្នាធ្វើការពិសោធន៍ជាមួយគ្នាមើលខែលេខជាមួយគ្នាលោកណែណាមិត្តប្រុសត្រឹមត្រូវមិត្តប្រុសត្រឹមត្រូវ ហ្វាងជឺកុំនិយាយច្រើន ពិតជាល្អខ្លាំងណាស់ ហ្វាងជឺលោកមិនអីទេ មនុស្សអត់បានការហ៊ានច្រានយើងផងហ៎យើងឈប់ភ្លាមរស់តឡន់ហើយលោកដឹងថាប៉ះពាល់ដល់ណាទេឈិងគេមិនត្រឹមតែច្រានបងហើយរំមនុស្សវាយបងទៀតជាមនុស្សប្រហិង្សាច្បាស់ណាស់បើនៅជាមួយគេនឹងវាយនៅរាល់ថ្ងៃ នេះសឹងខ្ញុំមិនដែលគិតថាបងប្រាហឹង្សាបែបនេះសោះពេលនេះឆាប់លុតជង្គង់ដាក់សឹងជឺខ្ញុំអាចទុកថាគ្មានរឿងអ្វីកើតឡើងបាន សុំទោសផងខ្ញុំធ្វើឲ្យនាងអស់សង្ឃឹមហើយ បងនិយាយអី អគ្គនាយកនេះ ណាស់ហើយចុះយកទុកទៅ ប្រកែកធ្វើពុតមែនមើលរឿងច្រើនពេកហើយសម្ដេចជាអគ្គនាយកតំណែងអី ហើយជាអ្នកក្រម្នាក់ធ្វើពុតស្អីចូលចាត់កិត្តិយសខ្លាំងៗណា នេះសឹងគ្រាន់តែសុំទោសពិបាកដល់ថ្នាក់ហ្នឹង ពី ឯង ចាស់និយាយត្រូវ
វាសនាពេលខ្លះត្រូវតែចប់វាសនាមិនអាចបង្ខំបានទេមានអ្នកខ្លះយករបស់ហុចឲ្យពីមុខហើយក៏នៅតែមិនអាចទទួលបានចាំស្ដាប់ណាមនោសញ្ចេតនារបស់ខ្ញុំគឺមិនអាចកាត់ថ្លៃបានគឺនាងជាអ្នកកំណត់វារវាងពួកយើងបញ្ចប់ត្រឹមនឹងចុះគិតមើលខ្លួនឯងទៅកុំថាខ្ញុំមិនឲ្យឱកាស ឈិញគេគ្រាន់តែជាឆ្កែតាមស្អិតការពិតចេញពីឯងមិនបានទេគេឃើញមានមនុស្សច្រើនធ្វើចរិតកូនក្មេងមែនហើយមនុស្សប្រុសសិតតែដូចគ្នាតើពេលក្រោយលួងទៅគឺបានហើយឈិញមិនបានជាមានមិត្តភក្តិដូចជាពួកនាងអញ្ចឹងពិធីជប់លៀងដ៏ល្អមួយត្រូវពួកនាងធ្វើឲ្យខ្ទេចអស់ទៅហើយពេលនេះពួកនាងពេញចិត្តហើយមែនទេតោះទៅឈិញឯងថ្ងៃនេះទូរស័ព្ទទៅស៊ីវនីអញ្ចឹងគេមកផ្ទះញ៉ាំបាយល្ងាចជាមួយគ្នាឯងណាសុំទោសគេបង្ហាញពីទឹកចិត្តទៅរឿងនេះចាត់ទុកថាកន្លងផុតទៅចោះម៉ាក់គឺគេធ្វើខុសសំអាងអីឲ្យខ្ញុំសុំទោសឯងនៅមានហេតុផលទៀតទេគេតាំងចិត្តរៀបចំពិធីជប់លៀងឲ្យឯងត្រូវមិត្តភក្តិកញ្ជ្រោងរបស់ឯងធ្វើខ្ទេចខ្ទីអស់ហើយពួកគេនៅថាឲ្យស៊ីវនីបែបនឹងទៀតឯងខលអត់ខលមិនខលក៏បានដែរអាឡូស៊ីវនីរឿងពិធីជប់លៀងម្សិលមិញសុំទោសផងឈិញនាងដឹងខុសហើយអញ្ចេះចុះល្ងាចនេះឯងមកផ្ទះមីងធ្វើរបស់ឆ្ងាញ់ឲ្យពួកយើងញ៉ាំបាយជាមួយគ្នាទុកថាឈិញសុំទោសឯងចុះបានទេណាមីងខ្ញុំណាស់ហើយចុះចាស់ល្អចំពោះខ្ញុំណាទៅធ្វើការលាគ្នាជាមួយនឹងពួកគាត់ចុះល្អណាមីងខ្ញុំនឹងទៅអញ្ចឹងល្អអញ្ចឹងគ្រួសារពួកយើងរងចាំឯងមួយអាទិត្យមិនថាទៅវិញឬអត់ទេលីឈិញរវាងពួកយើងគួរតែមានការបញ្ចប់ហើយខ្ញុំដឹងហើយបងចេញពីខ្ញុំមិនបាននោះទេស៊ីវនីពួកយើងខានផឹកស្រាជាមួយគ្នាយូរហើយបន្តិចទៀតផឹកឲ្យឆ្ងាញ់ម្ដងទៅបងផាងជឺស្វាគមន៍លោកពូអ្នកមីងសួស្ដីនេះជាកាដូជូនអ្នកទាំងពីរអ្នកណាឲ្យគេមកម៉ាក់ហ្វាំងជឿពេលនៅបរទេសជួយខ្ញុំច្រើនណាស់ញ៉ាំបាយនៅផ្ទះមិនហួសហេតុពេកទេដឹងខ្ញុំថាហើយអ្នកក្រម្នាក់នេះនៅមុខគេផ្សេងនៅក្រោយផ្សឹងរត់មកតោងឈិញលឿនម្លេះមកដល់ហើយអង្គុយចុះទៅឆាប់ឡើងអរគុណលោកពូស៊ីវនីអង្គុយមកហ្វាំងជឺអរគុណលោកនៅបរទេសជួយខ្ញុំច្រើនមកកាយនេះខ្ញុំជូនលោកទាំងអស់នេះគឺខ្ញុំគួរធ្វើមិនដូចអ្នកខ្លះមានសមត្ថភាពអីហើយនៅចូលមកធ្វើពុតទៀតនៅពីមុខផ្សេងនៅក្រោយផ្សឹងទុកថាឈិញបកាយខ្លាំងមិនចឹងទោះជាខ្ញុំខំប្រឹងយ៉ាងណាក៏អត់បានការដែរត្រូវហើយយកបសាល់មិញធ្វើឲ្យក្នុងនាងឈឺមិនអីទេហ៎ខុសមកពីខ្ញុំគឺជាមិត្តស្និទ្ធស្នាលជ្រាលជ្រៅមែនទែនមិនមែនបាត់នឹងទេនីសឹងមកសាមិនគេផឹកច្រើនតែគេធ្ងន់ពេកមួយផ្លាត់ខ្ញុំទៅបញ្ចប់មិនប្រយ័ត្នធ្វើឲ្យរបួសខ្នងមែនឬអត់ហ្វាំងជឺអូត្រូវអាយ៉ាខុសមកពីខ្ញុំនៅស៊ូឆឹងនេះមានតែឈិញព្រមមើលថែខ្ញុំរវល់មុខរវល់ក្រោយមួយយប់ឈិញខុសមកពីខ្ញុំពិន័យខ្លួនឯងមកកែកុំផឹកស្រាពោតទេមិនល្អចំពោះកាពះទេណែញ៉ាំម្ហូបបន្តិចទៅថ្ងៃនេះការពិតទៅឲ្យលោកមកញ៉ាំបាយរវល់មុខរវល់ក្រោយធ្វើម្ហូបមកតុកនេះការពិតគឺដើម្បីគេសោះខ្ញុំស្មានថាធ្វើដើម្បីខ្ញុំតាឈិញចរន្តឆ្នាំហើយនេះនៅចាំថាខ្ញុំចូលចិត្តញ៉ាំបង្គាបំពងទៀតស្រស់ល្អណាស់នេះសឹងបងភ្លក់តៃស្រស់ណាស់សឹងអូនចង់ញ៉ាំបបបង្គាស្រស់បានទេអូនសម្លាញ់ក្មេងល្មមញ៉ាំទៅចាំនៅខាងក្រៅទៅជិតរួចហើយណាល្អស្រស់ណាស់បងភ្លក់ដែរទៅបងប្រតិកម្មជាមួយបង្គាអញ្ចឹងបាននេះសឹងបងមានន័យថាម៉េចហ្នឹងទោះជាលោកមិនចូលចិត្តញ៉ាំ
ក៏មិនសមចាក់ចោលដែរឬអើងតាណានឹង ខ្ញុំគ្រាន់តែចាំឲ្យផាំងជើមុនមិនចាំឲ្យបងតែរឿងទៅប៉ុណ្ណឹងបងសំទេ ខ្ញុំធ្វើស្អី នេះសឹងមិនបងសាចេញបានបងមានបេះដូងទេ ឈិញកុំខឹងអី ខ្ញុំដឹងថ្ងៃនេះហើយហ្វាំងជើមកផ្ទះញ៉ាំបាយបងមិនសប្បាយចិត្តក្នុងចិត្តហ្វាំងជើក៏គិតបាត់នឹងដែរតែគេអាចអង្គុយញ៉ាំបាយជាមួយបងដោយស្ងប់បានមិនក៏បងធ្វើមិនបាន ហើយដូច្នេះខ្ញុំធ្វើអីខុស បងកុំក្អេងក្អាងពេកថ្ងៃនេះខ្ញុំតាំងចិត្តធ្វើម្ហូបបន្តុកនេះឲ្យបងដាក់ខ្លួនគ្រប់គ្រាន់ឲ្យបងនៅចង់ចាំមិនទៀត បានហើយឈិញខំមកពីខ្ញុំថ្ងៃនេះការពិតខ្ញុំមិនគួរមកទេស្ថានភាពបែបនេះបើនាងអញ្ជើញខ្ញុំញ៉ាំបាយតែ2នាក់ខ្ញុំសប្បាយចិត្តហើយគ្រួសារនាងនៅទីនេះទាំងអស់ខ្ញុំជាអ្នកក្រៅការពិតមិនសូវសមមែននេះសឹងបងបើជានៅបរទេសជួយបងស្រីខ្ញុំច្រើនណាស់ក្នុងនាមជាគ្រួសារពួកយើងមិនគួរអរគុណគេទេអីមកប៉ុណ្ណឹងក៏មិនឲ្យដែរ ពួកឯងនរណាអាចប្រាប់ខ្ញុំបានទេតើខ្ញុំបានធ្វើអីទៅ នេះសឹងសំបីម្ហូបដែលខ្ញុំចាប់ឲ្យបងក៏បងដូរចានដែរបងនៅមានមុខសួរខ្ញុំថាបង ឬមួយ ធ្វើអី គ្នា ទេ មិនដឹងថាខ្ញុំប្រតិកម្មជាមួយបង្គាធ្ងន់ធ្ងរទេញ៉ាំហើយគឺអាចស្លាប់បាន នេះ អាចញ៉ាំបាយហើយនៅ បានតែលោកក៏មិនអាចធ្វើបែបហ្នឹងដាក់ឈិញដែរ គឺជារឿងរបស់ពួកយើងលោកជាអ្នកក្រៅក៏មិនរំអី នេះសឹងបងធ្វើអីហ្នឹង ជាបងប្រុសគ្មានសមត្ថភាពអីទេចរិតខ្លាំងណាស់ ហើយយ៉ាបានហើយមានចំណែកឯងនិយាយមកពីណានេះសឹងនេះបងចង់ធ្វើអីហ្នឹង លោកធ្វើស្អីហ្នឹងនេះសឹង សៀវនេះតិចចិត្តតិចសិន សៀ ទៅ វនេះមានអីយើងនិយាយតាមសម្រួលទៅឯងដាក់របស់ក្នុងដៃចុះសិនទៅហ្វាំងជឺខ្ញុំនឹងនឹងសឹងនៅជាមួយគ្នាច្រើនឆ្នាំហើយស្មោះត្រង់ចំពោះគ្នាខ្ញុំគិតថាពួកយើងថ្ងៃក្រោយរក្សាកម្រិតទៅ លីឈិញនេះអាចនិយាយពីបែបហ្នឹងបានហេតុអីក៏មិនឆាប់និយាយ នេះសឹងខ្ញុំប្រមានលោកកុំធ្វើអីផ្ដាស់គ្រាន់តែស្រាម្ដងតើលឹបលោឈគូតទេហ៎ ស្រាម្ដងនេះខ្ញុំទិញពេលដែលមកផ្ទះនឹងជាលើកទី1ពេលនោះនាងនិយាយថាចាំពេលដែលពួកយើងរៀបការចាំបើកវាប៉ុន្តែពេលនេះមើលទៅដូចជាមិនចាំបាច់នោះទេ ហើយយ៉ាមើលឯងបង្ករឿងចោះ ពួកយើងនៅជាមួយគ្នាយូរប៉ុណ្ណាហើយ 10ឆ្នាំ ជូនពរអនុស្សាវរីយ៍10ឆ្នាំរបស់ពួកយើង នេះសឹងនេះបងមិនได้ថាម៉េច ពួកយើងបែកគ្នាទៅសៀវនេះ សៀវនេះ សៀវនេះ សៀវនេះបែកគ្នា ឈិញនេះសឹងបងឆាប់ភ្លាមបងមានន័យថាម៉េចលេងលខនបែបនេះម្ដងជាពីរដងលំមបានហើយពេលនេះឆាប់ឡើងទៅសុំទោសហ្វាំងជឿភ្លាមទៅ ហេតុអីខ្ញុំត្រូវសុំទោសគេ បងនៅសួរខ្ញុំថាហេតុអីទៀតខ្ញុំប្រាប់បងហើយហ្វាំងជឿនៅបរទេសជួយខ្ញុំច្រើនណាស់ខ្ញុំគ្រាន់តែអញ្ជើញគេមកផ្ទះញ៉ាំបាយអរគុណគេប៉ុណ្ណោះបែរជានៅមុខមនុស្សច្រើនធ្វើឲ្យគេអា មែ ក្រ ន ក់មើ ហើ ល យដូចខ្ញុំជាជនទី3ចិត្តចូលអញ្ចឹង ឬមួយក៏មិនមែនទេ ខ្ញុំនឹងគេគ្រាន់តែជាមិត្តល្អបងឆាប់ក៏លោកផ្ដោះទៀតទៅបានទេ ខ្ញុំនឹងឈិញគ្រាន់តែជាមិត្តល្អម្យ៉ាងទៀតសង្គមសម័យនេះមានប្រុសណាដែលមិនដឹងចិត្តមិត្តស្រីនោះស្រីណាដែលមិនដឹងចិត្តមិត្តប្រុសនោះ ខ្ញុំអត់ដឹង បើសិនមិញកាយបកាយធ្វើពុតតាមតាថ្ងៃនេះមិនក៏រត់មិនសុំឲ្យឈិញលើកតោឲ្យជន់អត់បានការថែមតែភាពស្មុគស្មាញអានេះ លោកជាជនទី3ជ្រៀតចូលមនុស្សចេតនាគេលោកមានសិទ្ធិអីមកវិភាគ បាត់មកទៅនេះសឹងពេលនេះបងអាចជាហ៊ានតដៃនឹងខ្ញុំពេលនេះបងលុតជង្គង់សុំទោសហ្វាំងជឿភ្លាមទៅបើមិនចឹងទេកុំបន្តខ្ញុំមិនឲ្យឱកាសបងឲ្យសោះ អកែរំខាននាងយល់ឲ្យច្បាស់ផងពួកយើងបែកផ្លូវគ្នាហើយអតីតមិត្តស្រី អត់ទេលោកឈប់ធ្វើពុតទៅបានអត់ឈិញបណ្ឌិតមកពីបរទេសអគ្គនាយករងសឹងលីងគ្រប់លោកđãចិត្តបែកដែរ នេះសឹងគ្មានការអនុញ្ញាតពីខ្ញុំមិនបងហ៊ានសម្បែកគ្នាបងកុំភ្លេចឲ្យសោះពេលដំបូងគឺបងមកក្រាស់តាមញ៉ាយខ្ញុំក៏ជាបងជាអ្នកនិយាយថាមិនបែកគ្នាជារឿងរហូតដែរពេលនេះបងមានសិទ្ធិអីនិយាយពីបែកគ្នាចង់បែកគ្នាក៏ខ្ញុំជាអ្នកតាត់បងដែរ ពេលនេះនាងនិយាយពីរឿងទាំងអស់នេះតើមានន័យអីទៀតលទ្ធផលដូចតែគ្នាទេ ល្អបើបងចង់បែកគ្នាអញ្ចឹងខ្ញុំបំពេញបំណងនេះសឹងខ្ញុំប្រាប់បងចាប់ពីពេលនេះទៅខ្ញុំតាត់បងចោលហើយ
នេះសឹងចាំមើលបងនៅមករឹងដល់ពេលណាទៀត មិនថាពេលណាទេនាងតែងតែឈរនៅខាងគេរើសយកគេដល់មិនស្ទាក់ស្ទើរ នេះសឹងបងគ្មានអ្វីចង់និយាយទេ ជូនពរឲ្យនាងមានសុភមង្គលចុះ គេបែកគ្នាជាមួយនាងហើយនាងចង់ទុកគេធ្វើអីទៀត ខ្ញុំស្មានថាគាត់លុតជង្គង់វល់ខ្ញុំទុកឱកាសឲ្យគាត់ម្ដងទៀតស្មានម្ដងថាគាត់តែអញ្ចឹងទេសូម្បីតែពាក្យស្រែកស្រង់មួយម៉ាត់ក៏គ្មានប្រចង្រៃច្បាស់ជានឹងសង្ហើយគាត់ប្រកាសជាមកវិញសុំទោសខ្ញុំ ហ្វាងជាមិនមែនជាមនុស្សល្អទេខ្ញុំដាស់តឿននាងនៅឆ្ងាយពីគេបន្តិចនៅមានទៀតស្អែកពេលព្រឹកមកភូមិគ្រឹះរបស់ខ្ញុំយកអីវ៉ាន់របស់នាងចេញទៅ នេះសឹងបងចាំមកសៀតលីលីមិននេះខ្ញុំសំបីពេលនេះសឹងគាត់បែរជាស្រែកស្រង់មួយម៉ាត់ក៏គ្មានក៏តែបាត់តែម្ដង ថាម៉េចបែកមែននេះអញ្ចឹងផ្ទះដែលពួកអញទិញពីមុនគិតយ៉ាងម៉េចទេ ផ្ទះសរសេរឈ្មោះពួកខ្ញុំទាំងពីរនាក់ពីមុនគាត់ប្រាប់ថាទិញផ្ទះមួយនេះគ្រាន់តែបណ្ដោះអាសន្នថ្ងៃក្រោយធំជាងនឹងផ្ទះនេះទុកធ្វើជាមង្គលការប្អូនប្រុសរបស់ខ្ញុំ អញ្ចឹងគ្រាន់បានបន្តិចនេះសឹងឆ្កែតាមស្អិតនេះមិនដល់3ថ្ងៃនឹងមករកឯងវិញហើយដល់ពេលនោះនាំគេទៅការិយាល័យមេធាវីបន្ទាប់មកដូរដាក់ឈ្មោះឯងតែម្នាក់ឯងមិនអាចនៅជាមួយគេច្រើនឆ្នាំអត់ប្រយោជន៍ទេ អរគុណសំណប់ចិត្ត អញ្ចឹងមិនល្អហើយបែកពីមនុស្សអត់បានការម្នាក់នោះទើបជីវិតល្អនាងចាប់ផ្ដើមបាន ត្រូវហើយអគ្គនាយករងលេងពេលណាទើបនាំពួកយើងទៅមើលក្រុមហ៊ុនបច្ចេកវិទ្យាជីវៈកម្ពុជាក្នុងស្រុកបន្តិចទៅ តែខ្ញុំមិនទាន់ចូលជាផ្លូវការនោះទេ មិនអីទេតែមើលសិនទៅស្អែកគឺជាថ្ងៃអាទិត្យចំពេលដែលពួកយើងទំនេរល្មមថ្ងៃស្អែកពួកយើងទៅជាមួយគ្នាទៅ បាទទាំងអស់គ្នាចាប់អារម្មណ៍យ៉ាងនេះហើយអញ្ចឹងស្អែកពួកយើងទៅ អាយ៉ា ពួកឯងមកពេលនេះមិនទាន់ញ៉ាំបាយទេអញ្ចឹងតើពួកយើងទៅញ៉ាំអី មិនខ្ញុំនឹងឆេងក៏ញ៉ាំអត់ស្រួលដែរខ្ញុំអ្នកប៉ាវពួកយើងទៅញ៉ាំបាយឆ្ងាញ់ទៅយ៉ាងម៉េចដែរ យេអ្នកប្រុសហ្វាងម៉ឺនឆ្នាំទាំងអស់គ្នាមើលនោះគឺនេះសឹងមែនទេនោះគឺជានេះសឹងមែនទេ ឆេងឯងមើលខុសទេដឹងមាននេះសាំងមកពីណាត្រូវហើយនោះគឺជាឡានទំនើបតម្លៃរាប់ម៉ឺននេះសាំងអ្នកក្រមិននឹងមានឡាននឹងជិះទៅ ប្រហែលជាខ្ញុំមើលច្រឡំហើយ ជំនួយការឈិនលោកជួយផ្ទេរភូមិគ្រឹះខ្ញុំនៅសិង្ហវ័នចេញទៅ ក្រែងនោះជាផ្ទះលោកនឹងនៅនឹងលីងហ៎ក្នុងនោះសុទ្ធតែជាអនុស្សាវរីយ៍ពួកលោកប្រកាសថាលោកហើយហ៎ ត្រូវហើយ ចុះតំណែងនៅនឹងលីង តំណែងលោកចោលរឿងនេះលោកកុំខ្វល់បកគលឲ្យខាងរដ្ឋបាលធ្វើចុះពីថ្ងៃទៀតខួប5ឆ្នាំរបស់ក្រុមហ៊ុនមួយរយៈនេះលោករវល់ពីរឿងខួបរបស់ក្រុមហ៊ុនទៅបានហើយ បានអគ្គនាយកនេះ បងប្រុសធម្មតាបងអត់ញ៉ាំស្រាទេថ្ងៃនេះមិនបានបងញ៉ាំស្រា កុំ ម្ ខ្វល់ នាក់ ពី ឯ បង ង អី ឈប់ផឹកទៅបងប្រុស ឲ្យមកបង បើផឹកទេបងស្វឹងហើយមានរឿងអី នៅតែជាពាក្យចាស់ដដែលឆ្កែតាមស្អិតដល់ចុងក្រោយគឺគ្មានន័យអ្វីទាំងអស់ មានន័យថាម៉េច បងនៅលេងឈិញបាយគ្នាហើយ ថាម៉េចបែកគ្នាហើយមាត់ស្រីស្រឡាញ់គ្នាជាង10ឆ្នាំបែកគ្នាអញ្ចឹងហ៎នោះគឺគេក្បត់បងឬមកក៏បងក្បត់គេ ធំប៉ុណ្ណាហើយនៅមកករឿងបែបនេះទៀតពិតជាមិនត្រឹមត្រូវសោះហើយ នោះដើម្បីញោះបងឲ្យសប្បាយចិត្តតាមើលចាប់បងសាយស្អាតណាស់ ឯងនេះ អេបងប្រុសពាក្យចាស់និយាយត្រូវចាស់មិនត្រូវថ្មីមិនមកដែលចេញពីស្នេហាបរាជ័យវិធីល្អបំផុតគឺបង្កើតស្នេហាថ្មីខ្ញុំមានមិត្តម្នាក់ស្អាតខ្លាំងណាស់ហើយស្រឡាញ់បងជាង10ឆ្នាំហើយខ្ញុំចង់ណែនាំឲ្យបង ឆាប់ទៅភ្លាមទៅកុំយកបងឯងមកសបាយ បងប្រុសខ្ញុំនិយាយពិតមែន យប់ហើយឆាប់ទៅដេកទៅ បងប្រុសសុំពិចារណាបន្តិចទៅបងប្រុស រាត្រីសួស្តី អគ្គនាយកនេះភូមិគ្រឹះនៅប្លុកសិង្ហវ័នរកបានតែទិញហើយតែបែបបត់ត្រូវការឯកសារពាក់ព័ន្ធមើលទៅ បាន
ថ្ងៃនេះខ្ញុំមានណាត់ជាមួយអគ្គនាយកខាងស្ថាន High Group ជួបគ្នានៅក្រុមហ៊ុនបន្តិចទៀតយកទៅឲ្យលោក អញ្ចឹងត្រូវការខ្ញុំទៅទទួលលោកទេ មិនចាំបាច់ទេ បាទទេ លីឈិញឈិញភូមិគ្រឹះខ្ញុំបានលក់ហើយនាងឆ្លៀតពេលមករៀបចំរបស់របរបន្តិចទៅក្នុងពេល3ថ្ងៃត្រូវរើចេញ នេះតែបែកគ្នាមកយកកំអំបោះខ្ញុំហើយចាំមើលចុះខ្ញុំមិនលើកលែងទៅឲ្យបងនោះទេអាឡូ អ្នកនាងលីងកាបូបដែលអ្នកនាងកំងមកដល់ហើយពេលណាអ្នកនាងមកយកតំណែង ល្អខ្ញុំតែឥឡូវហើយថ្ងៃនេះជាថ្ងៃនៃសឹងបាញ់ថ្លៃចាយវេឲ្យខ្ញុំអាចយកមកទិញកាបូបបានល្មមហើយយ៉ាសាច់នេះកាដេននេះល្អណាស់ពិតជាល្អមែន អ្នកនាងលីងកាបូបនេះតម្លៃ 99,999 អ្នកនាងឆោតកាត់ឬក៏ឲ្យលុយសិន ឆោតកាត់ អ្នកនាងបញ្ចូលលេខសម្ងាត់លេខសម្ងាត់ខុសសូមបញ្ចូលសារជាថ្មីលេខសម្ងាត់ខុសសូមបញ្ចូលសារជាថ្មី លេខសម្ងាត់ទាំងប្រមាណរបស់នេះសឹងសុទ្ធតែជាថ្ងៃកំណត់ខ្ញុំមិនគួរខុសទេម៉ាស៊ីនពួកនេះមានបញ្ហាទេដឹងសាកដូរមួយទៀតមើលអ្នកនាងលីងសូមបញ្ចូលលេខសម្ងាត់សារថ្មីលេខសម្ងាត់ខុសសូមបញ្ចូលសារជាថ្មីអ្នកនាងលីងយកល្អអ្នកនាងឆោតកាត់មួយទៀតទៅកាត់នេះបាក់បញ្ចូលទៀនត្រូវបិទមិនខាន នេះខ្ញុំមានលុយមកពីណាច្បាស់ជានេះសឹងលួចដូរលេខសម្ងាត់អត់ប្រាប់ខ្ញុំហើយ ដល់ណាទៅដឹងប្រហែលត្រូវគេតតចោលហើយ នេះសឹងបងធ្វើខ្ញុំខ្មាស់គេណាស់ថ្ងៃក្រោយទៅជាបងលុតជង្គង់សុំខ្ញុំត្រូវគ្នាវិញខ្ញុំក៏មិនលើកទៅឲ្យបងងាយៗដែរ នាងនៅសឹងលីងគ្រប់ហ៎នាងណែណាខ្ញុំទៅទទួលនាង ហ្វាំងជឺខ្ញុំពេលនេះនៅហាង LV ក្នុងផ្សារទំនើបលោកឆាប់មកទទួលខ្ញុំមក ឡោខ្ញុំទៅឥឡូវហើយ អាយ៉ាវ៉ាយ ឈេងឈេងនេះគឺពិភពលោកខ្លាំង500សឹងលីងគ្រប់ លេខថាអគ្គនាយកសឹងលីងក្រុមជាតកែអាត់កបាំងម្នាក់ធម្មតាជាអ្នកឃើញក្បានមិនឃើញកតុយហើយប្រើពេល6ឆ្នាំបង្កើតក្រុមហ៊ុនមួយនេះជាពិភពលោកខ្លាំង500ក្រុមហ៊ុនបច្ចេកវិទ្យាជាវកំពូលក្នុងស្រុកខ្ញុំនៅរស់អាចចូលជន់សឹងលីងក្រុមស្លាប់ក៏មិនស្ដាយដែរ ឈេងឈេងនាងបកែខ្លាំងណាស់ចិត្តខ្លាចជាអគ្គនាយករងសឹងលីងគ្រប់ហើយ ត្រូវហើយដល់ពេលនោះខ្ញុំចំណិតល្អរបស់អគ្គនាយករងហើយមិនដឹងថាដល់ពេលនោះគឺទឹកចិត្តចាស់ចាំខ្ញុំឈរជើងនៅសឹងលីងគ្រប់នឹងហើយដល់ពេលនោះប្រកាសជានាំពួកឯងចូល សំណប់ចិត្តខ្ញុំដឹងថាឯងល្អចំពោះខ្ញុំណាអរគុណហើយឈិញឈិញ ទោះជាប្រហែលឆ្នាំនេះខ្ញុំនៅបរទេសរហូតតែហ្វាំងគ្រប់ខ្ញុំមានការរកស៊ីជ្រៅជ្រៅជាមួយនឹងសឹងលីងគ្រប់ប៉ាខ្ញុំជាអគ្គនាយកសឹងលីងគ្រប់ក៏មានតំណែងតំណងគ្នាដែរដល់ពេលនោះពួកនាងចូលសឹងលីងគ្រប់ជារឿងដែលខ្ញុំនិយាយតែមួយម៉ាត់ទេ អ្នកប្រុសហ្វាងលោកពូកែពេកហើយចង់ទាញពួកខ្ញុំអាចចូលក្នុងរឿងតែប្រហែលនាទីប៉ុណ្ណោះដល់ពេលនោះពួកយើងអាចនៅជាមួយគ្នារាប់ថ្ងៃហើយ មានពាក្យមួយម៉ាត់និយាយថាមិនចេះយកបានមិត្តស្រីត្រូវយកមិត្តភក្តិល្អមិត្តស្រីឲ្យបានមុន អាយ៉ាបានហើយឈិញឈិញខ្ញុំមើលទៅអ្នកប្រុសហ្វាងល្អណាស់សមជាមួយឯងណា បានហើយឆាប់បញ្ចូលទៅខ្ញុំនឹងហ្វាំងជឺគឺជាមិត្តល្អ អាយ៉ូអ្នកប្រុសហ្វាងលោកមើលទៅឈិញឈិញខ្មាស់ហើយអ្នកប្រុសហ្វាងឆាប់នាំពួកខ្ញុំដើរមើលទៅឈិញឈិញប្រកល់ឲ្យពួកខ្ញុំចា នៅប្រុសហ្វាងលោកមកដល់ហើយ ដែលនាំទាំងអស់គ្នាបន្តិចម្នាក់នេះឈ្មោះលោកយ៉ាងជាអ្នកស្រុកខ្ញុំក៏ជាប្រធានក្រុមតូចផ្នែកសេវាកម្មសឹងលីងគ្រប់ដែរបងយ៉ាងទាំងនេះគឺសុទ្ធតែជាមិត្តភក្តិខ្ញុំ នេះសួស្តីទាំងអស់គ្នា បងយ៉ាងនាំផ្លូវទៅ គ្រប់គ្នាសូមជួយខាងនេះ នេះសឹង នេះសឹងមិនបានច្បាស់នៅទីនេះ ខ្ញុំធ្វើការទីនេះ ថាម៉េចបងធ្វើការនៅសឹងលីងគ្រប់ ចាំមិនរំខាននាងហើយនឹងមិត្តស្និទ្ធស្នាលរបស់នាង មិនខុសទេលោករំខានដល់ឈិញឈិញនឹងអ្នកប្រុសហ្វាងហើយមែនហើយខ្ញុំមើលតែលោកតាមដានពួកខ្ញុំតែដឹង នេះសឹងលោកធ្វើការនៅសឹងលីងគ្រប់ខ្ញុំមើលទៅលោកកាន់ឯកសារដៃម្ខាងប្រកាសជាអ្នករត់ឯកសារហើយ
ហាមិនត្រូវរត់នៅខាងក្រៅផង បងយ៉ាងក្រុមហ៊ុនពួកបងមានបុគ្គលិករត់ខាងក្រៅទេ ជំរាបនៅប្រុសហ្វាងក្រុមហ៊ុនពួកខ្ញុំមានបុគ្គលិករត់ខាងក្រៅច្រើនមែន មើលទៅលោកគ្មានតម្លៃអ្វីទេគ្រាន់តែជាអ្នករត់ឯកសារសំអុយម្នាក់នេះសឹងពេលនេះខ្ញុំបញ្ជាលោកឆាប់លុតជង្គង់សុំទោសឈីងភ្លាម ពួកឯងពិតជាមិត្តស្និទ្ធស្នាលនឹងគ្នាល្អមែនសូម្បីតែចំណូលចិត្តក៏ដូចគ្នាចូលចិត្តឲ្យគេលុតជង្គង់ លោក នៅមានទៀតសម្អាងលើអីឲ្យខ្ញុំសុំទោស គឺប្រភេទដូចលោកសុំបីកាន់ស្បែកជើងឲ្យឈីងក៏មិនសមផងសំអាងអីសុំបែកគ្នាមុនចង់សុំបែកគ្នាក៏ឈីងជាអ្នកសុំបែកមុនដែរលឿនលុតជង្គង់សុំទោស នេះសឹងណែណាបងមករឹងហើយកាយលេខសម្ងាត់កាត់ទៀតធ្វើឲ្យខ្ញុំខ្មាស់កេនណាស់តែកំហឹងបងសិនបន្តិចទៀតមានពេលបងវល់ខ្ញុំហើយ នេះសឹងឯងអាយអង្គអីនឹងហ៎ក៏មិនទោសខ្ញុំមិនគួរសមដាក់លោកនេះសឹងបើលោកមិនឆាប់លុតជង្គង់សុំទោសទៀតខ្ញុំឲ្យលោកល្អមើលហើយ ឲ្យខ្ញុំល្អមើលសម្អាងលើអី សម្អាងលើហ្វាងគ្រប់មានតំណែងតំណងល្អជាមួយសឹងលីងគ្រប់បាទខ្ញុំជាអគ្គនាយកសឹងលីងគ្រប់ក៏មានតំណែងតំណងមិនធម្មតាដែរដេញឯងចេញជារឿងខ្ញុំនិយាយតែមួយម៉ាត់ប៉ុណ្ណោះ ត្រឹមតែគ្រួសារហ្វាងទុកថាខ្លួនឯងក្រនបើហើយហ៎ នេះសឹងឈិញជាអគ្គនាយករងសឹងលីងគ្រប់ខ្ញុំមានអំណងល្អដាស់តឿនលោកឆាប់សុំទោសទៅ អគ្គនាយករងចាំនេះបានអង្គុយតំណែងនោះសិនចាំនិយាយ នេះសឹងឲ្យបងសំទោសគឺឲ្យបងខានលុយឬក៏ជ្រុះសាច់ម្ដុំក្រែពីមករឹងបងនឹងចេះធ្វើអីទៀត ការយល់ដឹងពិតជារាក់ខ្លាំងណាស់ នេះសឹងឯងមានភាពក្លាហានមកពីណាគេឯងក្អាននៅទីនេះ នេះសឹងកុំស្រាអញ្ជើញមិនផឹកចង់ផឹកស្រាពីណី គ្មានហេតុផល នេះសឹងថ្ងៃនេះបើឯងមិនសុំទោសគឺធ្វើឲ្យច្បាប់ក្រុមហ៊ុនរញ៉េរញ៉ៃដេញឯងចេញហើយ លឺនៅឲ្យសុំទោស សុំទោសអ្នកណាហ៊ានឲ្យអគ្គនាយកសឹងលីងគ្រប់លុតជង្គង់សុំទោស ក្រែនេះជាអគ្គនាយករងសានហើយគ្រប់តាគាត់ថាអ្នកណាជាអគ្គនាយកសឹងលីងគ្រប់ អ្នកណាហ៊ានឲ្យអគ្គនាយកសឹងលីងគ្រប់លុតជង្គង់សុំទោស ថាម៉េច ថាម៉េច អគ្គនាយកសឹងលីង សឹង គ្រប់ លីងគ្រប់ គាត់ជាអគ្គនាយកក្រុមហ៊ុនពួកយើង នេះជាលើកទី1ខ្ញុំជួបអគ្គនាយកសង្ហានណា មែនហើយ អគ្គនាយកថាងមិញលោកថានេះសឹងជាអគ្គនាយកសឹងលីងគ្រប់ហ៎ ថាម៉េចនេះសឹងជាអគ្គនាយកសឹងលីងគ្រប់ហ៎នេះសឹងជាអគ្គនាយកសឹងលីងគ្រប់ នេះសឹងគាត់និយាយប៉ាត់ដែរទេបងប៉ាត់ជាអគ្គនាយកសឹងលីងគ្រប់មែននេះ បងយ៉ាងគឺជាអគ្គនាយកសឹងលីងគ្រប់មែនទេ ខ្ញុំគ្រាន់តែជាមេក្រុមតូចតាចនៅផ្នែកសេវាកម្មតែប៉ុណ្ណោះខ្ញុំមិនធ្លាប់ជួបលោកអគ្គនាយកពុតជាមិនដឹងទេ ចប់ហើយនេះសឹងជាអគ្គនាយកសឹងលីងគ្រប់អគ្គនាយកថាងមិញពួកខ្ញុំលេងសើចទេលេងសើច លេងសើចហ៎ខ្ញុំមើលទៅតែប្រុសហ្វាងមកទីនេះសម្ញែងរឹតហើយអត់មានទេយកច្រឡំនេះសុទ្ធតែយកច្រឡំហ៎ពិតជាទុកទីនេះជាសួរដល់ក្រោយផ្ទះលោកមែនទេហ្វាងគ្រប់របស់ប៉ាលោកគ្រាន់តែជាក្រុមហ៊ុនតូចនៅក្រោមឈ្មោះសានហៃគ្រប់ខ្ញុំប៉ាលោកគ្រាន់តែជាកូនចៅខ្ញុំខ្ចីឈ្មោះសានហៃគ្រប់ខ្ញុំទើបអាចតោងសឹងលីងគ្រប់បានទាំងបង្ខំអ្នកប្រុសហ្វាងធ្វើការបែបនេះមានអំណាចខ្លាំងណាស់អាយ៉ាអត់មានទេអគ្គនាយកថាងសុទ្ធតែយកច្រឡំការប៉ັດខ្ញុំនិងអគ្គនាយកសឹងស្គាល់គ្នាច្បាស់ណាស់ពួកខ្ញុំធ្លាប់ញ៉ាំបាយជាមួយគ្នាត្រូវទេ អាយ៉ាពួកខ្ញុំពិតជាស្គាល់គ្នាមែនធម្មតាមិនគិតក៏មិនដឹងថាស្ថានភាពថ្ងៃនេះដូច្នេះលេងសើចលើសលោកបន្តិចហើយ សុំទោសពេលនេះខ្ញុំសុំទោសភ្លាមមិនលើលោកនិយាយថាត្រូវលុតជង្គង់សុំទោសមែនទេអត់ទេអគ្គនាយកថាងខ្ញុំ មិនមែនតែដឹងមិញអ្នកប្រុសហ្វាងចង់សុំទោសគេកុំនិយាយច្រើនពួកយើងមិញធ្វើបាបគេយ៉ាងហ្នឹងមកដឹងថាបន្តិចទៀតធ្វើបាបពួកយើងយ៉ាងម៉េចផង ល្អទោសខ្ញុំសុំទោស បានហើយមិនចាំបាច់ទេ ពិតជាមិនត្រូវការឲ្យគេលុតជង្គង់សុំទោសលោកមែនទេ ណាស់ហើយចុះអគ្គនាយកថាងថ្ងៃនេះខ្ញុំគ្រាន់តែមកក្រុមហ៊ុនមកយកឯកសារមិនចាំបាច់ដោយសាររឿងនេះរាំងស្ទះដល់ការងារទាំងអស់គ្នាទេ អត់ទេអគ្គនាយកថាងក្រែងគេជាអគ្គនាយកសឹងលីងគ្រប់ហ៎
ឬគេមិនមែនជាអគ្គនាយកសឹងninhគ្រប់ទេក្រែងមិនលោកថាខ្ញុំមើលខុសមិនបានទេហ៎ល្អគ្រាន់បើមិននេះសឹងមិនមែនអគ្គនាយកសឹងលីងក៏មិនឆាប់ប្រាប់មិនខ្វល់ថាគេជាអគ្គនាយកសឹងលីងគ្រប់មែនឬអត់ទេក្នុងនាមលោកជាអ្នកបន្តវេនហ្វាំងគ្រប់នាពេលអនាគតដែលនៅក្រោមសានហៃគ្រប់ខ្ញុំសម្ដីនឹងទង្វើសុទ្ធតែប៉ះពាល់ដល់សានហៃគ្រប់លោកមិនត្រឹមតែមិនភ្ញាក់ខ្លួននៅអង្គអំណាចធ្វើបាបគេទៀតទង្វើលោកថ្ងៃនេះប៉ះពាល់ដល់សានហៃគ្រប់ខ្លាំងណាស់ពេលនេះខ្ញុំសូមឲ្យលោកសុំទោសគេបើមិនចឹងហ្វាំងគ្រប់គួរតែដូរម្ចាស់ហើយអគ្គនាយកថាងខ្ញុំសុំទោសភ្លាមសុំទោសគ្មានចិត្តស្មោះត្រង់អគ្គនាយកនេះសុំទោសខ្ញុំដឹងខុសហើយណាស់ហើយចុះអគ្គនាយកថាងរឿងនេះបញ្ចប់ត្រឹមនឹងចុះទុកថាអាឡិតឯសំណាងចុះកុំឲ្យមានលើកក្រោយទៀតបានអគ្គនាយកថាងអញ្ជើញហ្វាំងជឺលោកមិនអីទេខ្ញុំមិនអីទេអាចមានរឿងអីទៅខ្ញុំនៅអគ្គនាយកថាងតំណែងតំណងឯកជនល្អខ្លាំងណាស់ខ្ញុំនៅហៅគាត់ថាអំថាងទៀតផងគាត់តឹងរឹងដាក់ខ្ញុំបែបនេះគឺលុតដំខ្ញុំមិនអីទេអ្នកប្រុសហ្វាំងស្មានមកដល់ថាអគ្គនាយកថាងផ្ដោតសំខាន់ទៅលើលោកយ៉ាងនេះត្រូវហើយអ្នកប្រុសហ្វាំងលោកបកាយខ្លាំងណាស់នេះសឹងទុកថាថ្ងៃនេះឯសំណាងចុះព្រោះយើងចាំតែមើលទៅអាឡូឈិញឮថានាងមកស្រុកវិញហើយជាប់ជាអគ្គនាយករងទៀតនាងមិនធ្វើឲ្យខ្ញុំអស់សង្ឃឹមមែនសាលាយើងបន្តមកទៀតគឺសាងសង់សាលាគម្រប់ខួប100ឆ្នាំពេលនេះខ្ញុំតំណាងឲ្យស៊ូតាអញ្ជើញនាងជាផ្លូវការធ្វើជាមិត្តឆ្នាំរបស់សាលាចូលរួមអបអរសាទរនាងត្រូវតែមកចាលោកគ្រូហួងខ្ញុំច្បាស់ជាទៅឆេងពេលនេះនាងតំណាងឲ្យមិត្តឆ្នាំរបស់សាលាបើឲ្យនេះសឹងអត់បានការនោះដឹងពិតជាស្ដាយក្រោយហើយពេលទីនៅសាលាដល់ពេលនោះពួកឯងកំដរខ្ញុំទៅដល់ពេលនោះខ្ញុំប្រាឈ្មោះនាងបរិច្ចាគឲ្យសាលាលុយមួយចំនួនធំអញ្ចឹងកិត្តិយសអត់បានកំណត់ហើយនៅតែអ្នកប្រុសហ្វាំងយកចេញមកបានហ្វាំងជឺមិនអន់ទេដែលជាមិត្តល្អនឹងគ្នាច្រើនឆ្នាំអរគុណហើយអគ្គនាយកនេះសម្លឹងមើលផ្កាយមើលប្រច័ណ្ឌទីបំផុតឃើញលោកមកហើយសួស្តីលោកនាយកលោកបរិច្ចាគស៊ូតាពាន់លានបង្កើតបន្ទប់ពិសោធន៍យ៉ាវលីងសៀនឲ្យអ្នកមានទេពកោសល្យជាច្រើនមានឱកាសបង្ហាញសមត្ថភាពពួកគេខ្ញុំតំណាងឲ្យស៊ូតាអរគុណលោកអាចជួយដល់សាលាបានគឺជាកិត្តិយសរបស់ខ្ញុំថាថ្ងៃក្រោយលោកហៅខ្ញុំថាសៀវនីទៅបានហើយបែបនេះទើបស្និទ្ធស្នាលដោយការពីមុនស្វាគមន៍សៀវនីមកវិញលើកនេះសាលាយើងរៀបចំកម្មវិធីសហគ្រាសថ្លែងសន្ទរកថាដ៏ធំមួយមានមុខមាត់នៅស៊ូឆឹងទាំងអស់ពេលនេះពួកយើងទៅថ្លែងសន្ទរកថាខ្ញុំមិនចូលរួមទេខ្ញុំមិនដែលចូលរួមកម្មវិធីបែបនេះឡើយនេះជាជំនួយការរបស់ខ្ញុំជំនួយការឈិនឲ្យគេចូលរួមជំនួសខ្ញុំទៅខ្ញុំខានមកសាលាយូរហើយខ្ញុំចង់ដើរមើលតែម្នាក់ឯងល្អ6ឆ្នាំហើយសាលានៅដោយការពីមុនអញ្ចឹងគ្មានអ្វីប្រែប្រួលសោះសាច់ច្បាស់នេះសឹងនាងជាខ្ញុំឈ្មោះថាងស៊ីពេលរៀនវិទ្យាល័យបងបដិសេធខ្ញុំ99ដងសុំអេតវិឆាតបងចាំលេងបានហើយអូការពិតគឺជានាងទេខានជួបគ្នាយូរហើយចំណាំមិនបានសោះខ្លាចតែជាស្អាតហើយមែនទេពេលរៀនវិទ្យាល័យខ្ញុំអេតវិឆាតបង100ដងចុងក្រោយបំផុតទើបបងព្រមទទួលបងចាំអត់កាលនោះនិយាយអីជាមួយខ្ញុំបងថាបើខ្ញុំប្រឡងបានលទ្ធផលឆ្នើមចូលស៊ូតាបានដល់ពេលនោះបងមិនទាន់មានមិត្តស្រីនឹងធ្វើជាមិត្តប្រុសខ្ញុំក្រោយមកខ្ញុំរំពឹងលើផលិតផលឆ្នើមប្រឡងចូលស៊ូតាពេលខ្ញុំទៅរកបងមានមិត្តស្រីហើយសាច់ច្បងនេះសឹងឯណាមិត្តស្រីបងមិនក៏មិនឃើញមកជាមួយបងពួកខ្ញុំបែកគ្នាហើយចឹងពេលនេះបងគ្មានមិត្តស្រីទេអីល្អខ្លាំងណាស់អញ្ចឹងថ្ងៃក្រោយខ្ញុំជាមិត្តស្រីបងហើយថាងស៊ីខ្ញុំថានាងយល់ច្រឡំហើយការនោះខ្ញុំនិយាយបែបហ្នឹងគឺដើម្បីលើកទឹកចិត្តនាងឲ្យនាងខំប្រឹងប្រែងរៀនមិនអីទេ
ទោះជាបងមិនគោរពសន្យាលើកនេះក៏មិនអីដែរខ្ញុំដឹងថាបងធ្វើការនៅសឹងលេងគ្រប់ខ្ញុំចេះលេងហ្គីតាខ្ញុំអាចទៅក្រុមហ៊ុនបងរាល់ថ្ងៃច្រៀងចម្រៀងស្នេហាបងស្ដាប់ជឿថាប្រកាសជាអាចតាមញ៉ាយបងបាន នាងយូជីកា ប្រកាសហើយខ្ញុំពិតជាងត្បូងគុជទៀតហើយខ្ញុំជឿថាចិត្តស្មោះរបស់ខ្ញុំប្រកាសជាធ្វើឲ្យបងរំភើបចិត្ត ខាងស៊ីការពិតទៅខ្ញុំ បើបងបដិសេធទៀតឆ្នាំនេះខ្ញុំមិនសម្រាកមិនថាពេលធ្វើការឬក៏ចេញពីធ្វើការខ្ញុំទៅច្រៀងនៅក្រុមហ៊ុនបងរាល់ថ្ងៃច្រៀង 1000 បទ 10000 បទ ខ្ញុំ បានហើយសិស្សច្បងនេះសឹងខ្ញុំនាំបងដើរមើលសាលាថ្មីបន្តិចទៀតចូលរួមកម្មវិធីសាលាជាមួយគ្នា នេះខាងស៊ីខ្ញុំ តាយ៉ាងតា កម្មវិធីលេងសាលាលើកនេះឈិញឈិញសំនឹងធ្វើជាតួឯក អ្នកប្រុសហ្វាំងមានន័យថាម៉េច ឈិញឈិញពិតជាបណ្ឌិតមកពីបរទេសចិត្តធ្វើជាអគ្គនាយករងនៅសឹងលីងដូច្នេះសាលាអញ្ជើញនាងតំណាងឲ្យនិស្សិតឆ្នាំឡើងសន្ទរកថាហើយខ្ញុំប្រើឈ្មោះឈិញឈិញបរិច្ចាគឲ្យសាលា 5000 ម៉ឺនថ្ងៃនេះកិត្តិយសអត់ដែនកំណត់ ឆេងពួកយើងពូកែខ្លាំងណាស់មិនត្រឹមតែជាស្ត្រីស្អាតប្រចាំសាលាមានទេពកោសល្យទៀតផងអ្នកប្រុសហ្វាំងមានដៃទលាយគ្រាន់តែលូកដៃបន្តិចក៏50000ទៅហើយស្រីល្អជាមួយនឹងប្រុសដៃទលាយតែមួយម៉ាត់គត់គឺសមឆេងមិនក៏ឯងមិនចាប់ឱកាសនេះឲ្យជាប់អ្នកប្រុសហ្វាំងពូកែឲ្យដៃទលាយកាន់ចង្គៀងកូនដើររកក៏មិនបានផង បានហើយឆាប់និយាយទៅ ពួកឯងថាទៅបន្តិចទៀតនេះសឹងមកតើគិតយ៉ាងម៉េចទៅ អាឡាត់នោះប្រកាសជាពួនហើយមិនហ៊ានមកទេគ្រាន់មកមិននេះសឹងពីមុនឲ្យខ្ញុំនៅមុខអគ្គនាយកທາງបាក់មុខថ្ងៃនេះនៅហ៊ានមកទៀតបន្តិចទៀតខ្ញុំមកអាយល្អមើលហើយ នេះសឹងនាងជាអ្នកណាមិនពួកបងដែរចូលមកជាមួយគ្នានៅកាន់តែគ្នាទេ សិស្សច្បងឆេងពួកបងបែកគ្នាហើយពេលនេះខ្ញុំកំពុងតាមញ៉ាយសិស្សច្បងនេះសឹងហើយចិត្តខ្លាចជាមិត្តស្រីរបស់គាត់ឆាប់នេះហើយ នេះសឹងឯគ្រាន់តែជាឆ្កែដើរតាមស៊ីងស្អិនតើយ៉ាងម៉េចចូលចិត្តធ្វើពុតម្លេះលើកមុនសម្ដែងជាអគ្គនាយកទំនើងនេះអញ្ជើញអ្នកសម្ដែងមកពីណាទៀតហើយបន្តិចទៀតចង់សម្ដែងរឿងអ្នកនាងអគ្គនាយកពាន់លានស្រឡាញ់ខ្ញុំមែនទេ លោកមើលពួកខ្ញុំមើលដោយសម្ដែងទេ នេះសឹងគ្មានការអនុញ្ញាតពីខ្ញុំមិនពួកបងនៅជាមួយគ្នា សិស្សច្បងឆេងសិស្សច្បងនេះសឹងបានទាត់បងចាស់ហើយបងនៅមិនទាន់យល់ច្បាស់ទៀតអី ព្រះហើយលេងឈិញជាស្រីស្អាតប្រចាំស៊ូតាបែរជាត្រូវឆ្កាតាមស្អិតទាត់ចោល ខាងស៊ីមកប្រកាសកម្មសិទ្ធិហើយនេះជាស្រីស្អាតថ្មីប្រចាំស៊ូតា មែនហើយតើនេះសឹងមានភាពតាក់ទាញអ្វីធ្វើឲ្យឯងដល់ស្រីទាំងពីរអ្នកឆ្លុកវិញ មិនមែនតែដឹងខ្ញុំបាយជាព្រាបមិនបាននឹងឆ្កែតាមស្អិតម្នាក់ទៅវិញទាំងអស់គ្នានៅសាលាតែមួយខ្ញុំសូម្បីតែមិត្តស្រីក៏គ្មានមនុស្សព្រាបមនុស្សគួរឲ្យខឹងមែនតែន នេះសឹងជន់អត់បានការសម្ងអីដណ្ដើមមុខមាត់ខ្ញុំ នាងຕົកជាអ្វីដែរសំនឹងប្រជែងជាមួយឆេងទេពួកនាងទាំងអស់គ្នាស្ដាប់ឲ្យច្បាស់និយាយពីមុខមាត់ខ្ញុំជាស្រីស្អាតប្រចាំស៊ូតានិយាយពីលទ្ធផលខ្ញុំជាអ្នកទី1ដែលពឹងលើការប្រឡងចូលស៊ូតានិយាយពីមុនក្រោយការនៅវិទ្យាល័យធ្លាប់សារភាពប្រាប់សិស្សច្បងនេះសឹងហើយនិយាយអស់ពីចិត្តស្មោះតាំងពីដើមដល់ចប់ស្រឡាញ់តែបងនេះសឹងម្នាក់គត់សិស្សច្បងឆេងរឿងពួកបងខ្ញុំបានឮហើយមនុស្សបងមិនចេះថែរក្សាមនុស្សដែលខ្លួនស្រឡាញ់ជាយូរមកហើយសិស្សច្បងនេះសឹងថ្ងៃក្រោយមិនថានៅជាមួយអ្នកណាទេក៏មិនពាក់ព័ន្ធជាមួយបងដែរចាប់ពីថ្ងៃនេះតទៅសិស្សច្បងនេះសឹងទុកឲ្យខ្ញុំការពារ នាងនេះសឹងបងក៏គិតបែបនឹងដែរមែនទេ លេងឈិញខ្ញុំនិយាយច្បាស់ហើយរវាងពួកយើងគឺត្រូវចប់ហើយ ខ្ញុំចូលឆាយយឺសូវហើយស្រីស្អាតប្រចាំស៊ូតាចង់បានឆ្កែតាមស្អិតវិញត្រូវស្រីស្អាតថ្មីដណ្ដើម អូប៉ុន្មានហើយ server ខូចអស់ហើយ ហើយតំណឹងមែនខាងស៊ីនាងល្បីក្នុងអ៊ីនធឺណិតហើយក ូនស្រីខ្ញុំចូលក្នុងយៈសៅហើយគ្រាន់បើមែនមិនអន់ទេកូនស្រីខ្ញុំ សេវលីបន្ថែមល្បឿនខ្ញុំចង់ទៅមើលភាពអ៊ូអរនៅកន្លែង អ្នក ហ្នឹង ប្រុសហ្វាងមិនក៏យើងចូលយុស័យដែរអាចខ្ញុំមើលអ្នកប្រុសគ្រូសាហ្វាងបរិច្ចាគ100000បែរជាចាញ់ឆ្កែតាមស្អិត អាចជាឆ្កែតាមស្អិតម្នាក់សម្ងឲ្យដុំអាចដាស់ក្បាលខ្ញុំឯណានាយកសាលា យ៉ាងម៉េចនឹងយ៉ាងម៉េច
ឆ្កែតាមស្អិតនេះសម្បាងអីដណ្ដើមមុខមាត់ខ្ញុំពេលនេះខ្ញុំបញ្ជាឲ្យលោកប្រើឈ្មោះអុកលុកកម្មវិធីសាលាដាក់ទោសបោះគេចេញទៅអគ្គនាយកនេះលោកនិយាយអីខ្ញុំថាសៀវនេះជាតំណាងឲ្យមិត្តឆ្នើមល្អបំផុតរបស់សាលាយើងនៅឆ្នាំនេះគឺខ្ញុំជាអ្នកអញ្ជើញគេមកយ៉ាងពិសេសឆ្នាំហ៎គេឆ្នាំផេះស្អីសាច់ច្បងលីសាំងធ្វើការឲ្យសៀងលីងដែលខ្លាំងជាងគេ500លើលោកគាត់មិនឆ្នាំត្រង់ណាឯនៅសឹងលីងគ្រប់គ្រាន់តែជាកម្មករបណ្ដាច់ឋានៈទាបតែប៉ុណ្ណោះធ្វើពុតស្អីលោកនាយកតំណាងឲ្យមិត្តសិស្សឆ្នើមបើចង់ឲ្យត្រូវតើទៅឲ្យឈិញទៅមានមោទនភាពរបស់យើងគេរ៉ាប់រងកិត្តិយសទាំងអស់នេះបានមែនហើយឈិញជាបណ្ឌិតពីបរទេសជាអគ្គនាយករងឆ្នើមនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិនាងទៅតំណាងឲ្យមិត្តឆ្នើមបានហើយថ្ងៃនេះខ្ញុំប្រើឈ្មោះឈិញបរិច្ចាគឲ្យសាលា 5,000,000 គេស្មាំងអីចេញមុខមាត់ឯងចូលចិត្តសាច់យសៅណាស់មែនទេមិត្តទាំងអស់គ្នាលើកទូរស័ព្ទឡើងទាំងអស់គ្នាទៅអាចឡាយបានក៏ឡាយអាចថតបានក៏ថតថ្ងៃនេះខ្ញុំឲ្យអ្នកទាំងអស់គ្នាឃើញជនអត់បានការលុតជង្គង់វល់ខ្ញុំរបៀបណាអ្នកប្រុសហ្វាងលោកពិតជាមិនដឹងថាគេជានរណាមែនទេលោកនាយកថ្ងៃនេះមិនក៏លោកលំអៀងលើគេម្លេះខ្ញុំប្រាប់លោកថ្ងៃនេះបើលោកនៅតែលំអៀងលើគេបរិច្ចាគ 5,000,000 នេះមិនចាំបាច់និយាយទេលោករ៉ាប់រងបន្ទុកនេះរួចទេហើយយ៉ាអ្នកប្រុសហ្វាងលោកយល់មុខដល់ខ្ញុំឈប់បង្ករឿងទៅឯងនៅតែមិនចេះចាំទៀតទេមុននេះអគ្គនាយកថាងបានពមៀនឯងរួចហើយកុំឲ្យឯងអាងអំណាចធ្វើបាបគេមិននឹកស្មានថាឯងមិនត្រឹមតែមិនកែមានតែខ្លាំងលើដើមមើលទៅហ្វាងគ្រប់មិនចាំបាច់មានទៀតទេឯងនិយាយអីឯងដឹងថាកំពុងនិយាយពីអ្វីទេពិតជាប៉ុណ្ណឹងធ្វើពុតដែលមានស្អីឯងគ្រាន់តែជាបុគ្គលិកថ្នាក់ទាបនៅសឹងលីងគ្រប់នៅចង់លុបឈ្មោះគ្រួសារហ្វាងយើងផងឯងគិតថាឯងជាអគ្គនាយកសឹងលីងគ្រប់មែនទេឯងពិតជានិយាយត្រូវហើយខ្ញុំគឺជាអគ្គនាយកសឹងលីងគ្រប់ទាំងអស់គ្នាលឺហើយនៅគេថាគេជាអគ្គនាយកសឹងលីងគ្រប់ថតមួយឃ្លានេះទុកទៅទុកជាផុសតាំងប៉ាខ្ញុំជាមួយអគ្គនាយកសឹងលីងគ្រប់មានតំណែងតំណងមិនធម្មតាហើយប៉ាខ្ញុំពេលនេះកំពុងតែប្រជុំជាមួយអគ្គនាយកសៀវពេលនេះខ្ញុំខលហៅគាត់មកបោះអាការស្បែកមុខខ្លាំងៗរបស់ឯងហើយដល់ពេលនោះយកផុសតាំងប្រកល់ឲ្យអគ្គនាយកសឹងលីងគ្រប់ឲ្យដេញឯងចេញចាំមើលឯកឯងក្អាញ់ចាំមិនទៀតឥឡូវប៉ាមានគេនៅក្នុងកម្មវិធីសាលាបន្លំធ្វើជាអគ្គនាយកសឹងលីងគ្រប់ប៉ាឆាប់មកថាម៉េចមានគេបន្លំជាអគ្គនាយកសឹងលីងគ្រប់ហ៎ប៉ាទៅដល់ឥឡូវហើយលោកក៏ទទួលបានដំណឹងថាមានគេបន្លំធ្វើជាអគ្គនាយកសឹងលីងគ្រប់ទៅបញ្ញាបោដែររឿងបែបនេះប្រកល់ឲ្យខ្ញុំដោះស្រាយទៅបានហើយមិនបាច់រំខានដល់លោកមកដោយផ្ទាល់នោះទេថាម៉េចមានគេបន្លំតោះទៅមើលទៅអញ្ជើញខាងនេះហើយយ៉ាអ្នកប្រុសហ្វាងល្មមបានហើយលោកពិតជាមិនដឹងថាគេជានរណាពិតមែនទេលោកនាយកថ្ងៃនេះហេតុអីលោកនាយកចេះតែនៅខាងគេលោកកុំភ្លេចឲ្យសោះហ្វាងគ្រប់យើងក៏ជាសមាជិកសំខាន់ក្រុមសមាជិកសាលាដែរខ្ញុំមកថ្ងៃនេះគឺតំណាងឲ្យហ្វាងគ្រប់ឬហើយឬនៅហើយយ៉ានេះសឹងបងហេតុបន្លំជាអគ្គនាយកសឹងលីងគ្រប់ខ្ញុំដាស់តឿនបងឆាប់ចេញទៅមិនចឹងដល់ពេលនោះសូម្បីតែខ្ញុំក៏ជួយបងមិនបានដែរគេនិយាយស្អីក៏នាងជឿខ្ញុំនិយាយស្អីក៏នាងមិនជឿដែរពីមុនអញ្ចឹងឥឡូវនេះក៏អញ្ចឹងដែរសាច់ច្បងនេះសឹងបើគេមិនជឿបងខ្ញុំជឿបងប្រកាសជាអគ្គនាយកសឹងលីងគ្រប់ការពិតទៅនេះគឺជាអារម្មណ៍ដែលមានគេជឿនិងស្រឡាញ់សោះនេះសឹងបើបងប្តេជ្ញាបែបហ្នឹងទៀតដល់ពេលនោះស្រែកស្រង់លេងបានហើយគ្រប់គ្នាជនអត់បានការម្នាក់មិញនេះតែនិយាយស្ដីមិនល្អដាក់ខ្ញុំតមាត់នឹងខ្ញុំធ្វើខ្ញុំពេលនេះមិនសប្បាយចិត្តខ្លាំងណាស់បើអ្នកទាំងអស់គ្នាបរិច្ចាគតទៅទៀតអញ្ចឹងវាយគេម្នាក់នេះមួយដៃទៅឲ្យគេជ្រុះថ្មិញអស់បន្ទាប់មកទុកដូចសម្រាមបោះចេញទៅក្រៅខ្ញុំនឹងពិចារណាបរិច្ចាគបន្តទៀតឈប់ភ្លាមឈប់ទាំងអស់គ្នាភ្លាមអគ្គនាយកថាងលោកក៏មកដែរកូនប្រុសមានគេបន្លំធ្វើជាអគ្គនាយកសឹងលីងគ្រប់ហ៎បាទគឺគេបន្លំជាអគ្គនាយកសឹងលីងគ្រប់ហើយចង់លុបឈ្មោះគ្រួសារហ្វាងយើងទៀត
ផ្ដេសផ្ដាស យឺ បានហើយនេះមិនជឿខ្ញុំទេបើអញ្ចឹងឲ្យក្របហមម្ដងទៀតមក អគ្គនាយកທາງជនអត់បានការម្នាក់នេះបន្លំជាអគ្គនាយកសឹងលីងគ្រប់អ្នកណាមិនដឹងថាប៉ាជាមួយអគ្គនាយកសឹងលីងគ្រប់រាប់អានគ្នាទុកចិត្តចុះខ្ញុំបានបដាជនអត់បានការនេះជំនួសប៉ាហើយ ល្អខ្លាំងណាស់អរគុណអគ្គនាយកທາງសរសើរយឺអគ្គនាយកທາងលោកវាយខ្ញុំធ្វើអី អគ្គនាយកທາງនេះគឺជាកូនប្រុសរបស់ខ្ញុំណាគឺម្នាក់នេះទើបជាអ្នកបន្លំខ្លួនធ្វើជាអគ្គនាយកសឹងលីងគ្រប់ យឺ អាយ៉ា ប៉ា អគ្គនាយកทางហេតុអីក៏ខឹងខ្លាំងម្ល៉េះឬមួយកូនប្រុសខ្ញុំកំចាត់ជនបន្លំនេះមិនទាន់ពេលធ្វើឲ្យអគ្គនាយកทางមកដោយផ្ទាល់អាយ៉ាអគ្គនាយកทางគឺកូនប្រុសរបស់ខ្ញុំធ្វើការមិនបានដិតដល់ដេញអ្នកដែលបន្លំខ្លួនធ្វើជាអគ្គនាយកសឹងលីងគ្រប់មិនទាន់ពេលធ្វើឲ្យលោកនេះបែរជាមកខឹងខ្ញុំតំណាងឲ្យកូនប្រុសសុំទោសលោកតិចចុះណាខ្ញុំសុំទោសផង ហើយកូនពួកឯងដល់ពេលស្លាប់ហើយនៅមិនទាន់ដឹងខ្លួនទៀតហ៎ ដល់ពេលស្លាប់ហ៎អគ្គនាយកทางលោកមានន័យថាម៉េច ត្រូវហើយអគ្គនាយកทางគេជាជនអត់បានការបន្លំជាអគ្គនាយកសឹងលីងគ្រប់ហេតុអីលោកការពារគេឲ្យកូនពួកឯងចរិតតែមួយអាងអំណាចធ្វើបាបគេធ្វើផ្ដេសផ្ដាសប្រហែលថ្ងៃមុននៅស្បត់តនីឲ្យយើងលែងធ្វើទៀតហើយចុះលទ្ធផលមិនត្រឹមតែមិនកែមានតែខ្លាំងលើសដើមយើងមើលទៅហ្វាងគ្រប់គូតែដូរម្ចាស់ហើយ ឆាប់លឿនជង្គង់ទៅ សានហើយគ្រប់យើងមិនត្រូវការមនុស្សអាក្រក់អាងអំណាចធ្វើបាបពួកគេនោះទេហើយជាអ្នកដឹកនាំគ្រប់គ្រងក្រុមហ៊ុនមួយដែរហ្វាងគ្រប់ត្រូវលុបឈ្មោះហើយអូពួកគេចេញទៅកុំឲ្យប៉ះពាល់ដល់កម្មវិធីសាលាមកក្រោបឡើងទៅ អគ្គនាយកហ្វាង ទៅឈិញជួយ អគ្គ ទៅ នាយកហ្វាង ឈិញ នេះសឹងបងវ៉ាកែនាយកทางលើកលែងឲ្យហ្វាំងជឿទៅគេដឹងខុសហើយ តែនេះគឺគេរកទុកដោយខ្លួនឯងសង្ឃឹមថានេះគឺបានល្អ ឈិញឈិញឯងវ៉ាគេធ្វើអីគេជាបុគ្គលិកថ្នាក់ទេពបំផុតនៅសឹងលីងគ្រប់អ្នកប្រុសហ្វាងត្រូវអូសទៅហើយពួកយើងឆាប់ទៅរកអ្នកប្រុសហ្វាងទៅត្រូវហើយ តើយើង អគ្គនាយកทางអរគុណលោកដែលជួយដោះស្រាយខ្ញុំម្ដងទៀត លោកជាមនុស្សសឹងលីងខ្ញុំចេញមុខជារឿងត្រឹមត្រូវ អ្នកនាងក្លាហានណាអូត្រូវហើយខ្ញុំនៅមានប្រជុំទៀតលោកបន្តកម្មវិធីទៀតទៅ អាឡអិតសំអុយ ប៉ាវាយខ្ញុំ បើមិនមែនដោយសារឯងហ្វាងជើងយើងអាចធ្លាក់ដល់ដំណាក់កាលពេលនេះទេខុសមកពីយើងមិនដោយតាមឯងខ្លាំងពេកទើបឯងធ្វើរឿងផ្ដេសផ្ដាសយ៉ាងធំបែបនេះ រឿងនេះបន្ទោសខ្ញុំទាំងអស់បានដែរបើគុំតែគេម្នាក់នោះបន្លំជាអគ្គនាយកសឹងលីងគ្រប់ទេខ្ញុំមិនទៅប៉ះពាល់ທາງសានហើយម្នាក់នោះទៅ ហុយឯងនេះហ៊ានតមាត់ទៀតហ៎ពិតជាមិនចេះកែមែនយើងគ្មានកូនប្រុសដូចឯងទេហឺគ្រូសាហ្វាងត្រូវចប់ហើយ ប៉ា នេះសឹងគ្រប់យ៉ាងខុសមកពីឯងចាំតែមើលទៅគំនុំនេះបើមិនសងយើងដាក់តកូលឯង ឯណាហ្វាំងជឿ ត្រូវហើយមិញនេះឃើញអ្នកប្រុសហ្វាងតាមិនក៏មកផ្លែតក៏បាត់ឈឹងអ្នកប្រុសហ្វាងឆ្លាញ់មុខមាត់ណាមិញនេះត្រូវប្រមាថនឹងហើយប្រហែលជាទៅបាត់ហើយ ក៏ល្អទុកពេលឲ្យគេខ្លះទៅព្រោះមិននេះអត់បានវ៉ាជួគេក្នុងចិត្តមិនស្រួលតតែសោះ និយាយដល់រឿងនេះឈិញឈិញមិនឯងអោនក្បាលវ៉នេះសឹងអញ្ចឹងពេលនេះហើយណាក៏អគ្គនាយកសឹងលីងគ្រប់ដែរគេគ្រាន់តែជាបុគ្គលិកថ្នាក់ទាបនៅសឹងលីងគ្រប់ឯងជាថ្នាក់លើគេមានថ្នាក់លើឯណាអោនក្បាលដាក់ថ្នាក់ទាបអញ្ចឹងមែនហើយវ៉គេយកល្អវ៉ខ្លួនឯងវិញ វ៉ាខ្លួនឯងហី ឯងគិតមើលពេលនេះឯងជាអគ្គនាយករងនៅសឹងលីងគ្រប់ចាំចូលពេញសិតហើយនឹងបានជួបអគ្គនាយកកំបាំងសឹងលីងគ្រប់ម្នាក់នោះហើយដល់ពេលនោះនៅនឹងមុខគេឯងជួយនិយាយឲ្យហ្វាំងជឺមួយម៉ាត់ទៅហើយអគ្គនាយកសឹងលីងគ្រប់រាប់អានគ្នាជាអគ្គនាយកທາງទៀតបែបហ្នឹងថាមិនត្រូវអគ្គនាយកທາງដកការសម្រេចចិត្តក៏ថាបានអញ្ចឹងមិនជួយអ្នកប្រុសហ្វាំងបាន ហើយមិនខ្ញុំគិតមកដល់អញ្ចឹងអរគុណសំណាប់ចាត់ បានហើយពួកឯងឈប់វែងឆ្ងាយទៅតោះទៅអេអ្នកប្រុសហ្វាំងអត់ហ្នឹងអ្នកប្រុសហ្វាំង
បាច់ក៏មកអង្គុយនៅទីនេះអញ្ចឹង ខ្ញុំឆ្លុះជាមួយប៉ាខ្ញុំហើយគាត់វាយខ្ញុំ ជូតកែមន់តែ អរគុណ អ្នកប្រុសហ្វាងពួកយើងដឹកខេមមកចូលបាយមួយឲ្យលោកហើយ មកចូលបាយអីនិយាយមើល ឆេងពេលនេះជាអគ្គនាយករងលេងគ្រប់ដល់ពេលចូលពេញសិតហើយបានជួបអគ្គនាយកអាត់កបាំងសឹងលេងគ្រប់ម្នាក់នោះហើយដល់ពេលនោះនៅមុខគេអាចជួយនិយាយឲ្យលោកប្រមាណម៉ាត់ទៅអគ្គនាយកសឹងលេងគ្រប់រាប់អានគ្នាជាមួយអគ្គនាយកທາງទៀតដល់ពេលនោះថាមិនត្រូវអគ្គនាយកທາງក៏ដកការសម្រេចចិត្តវិញក៏ថាបានអញ្ចឹងនឹងជួយលោកបានហើយ អ្នកមិនយកពីកញ្ចក់កញ្ចាស់ທາງសានហៃម្នាក់នោះទេរឿងគេសម្រេចហើយមិនអាចកែប្រែជាដាច់ខាតម្យ៉ាងទៀតគេរាប់អានជាមួយអគ្គនាយកសឹងលេងគ្រប់ទៀតហើយឈិញជាមួយអគ្គនាយកសឹងលេងគ្រប់គ្មានតំណែងតំណងអ្វីខ្ញុំមើលទៅអគ្គនាយកសឹងលេងគ្រប់សង្ឃឹមមិនបានទេតែពួកនេះຕົកចិត្តចុះខ្ញុំមានមជ្ឈបាយគ្រូសាហ្វាងឡើងដល់កម្ពុជាសាជាថ្មីហើយ អញ្ចឹងក៏បាន អត់ទេដែលអ្នកប្រុសហ្វាងពួកយើងមិនពឹងលើស្រីពួកខ្ញុំខ្លាំងមែនតែម្នាក់ឯងមានសមត្ថភាពស្រែកស្រង់វិញបានអ្នកប្រុសហ្វាងពូកែមែន នេះសឹងចាំតែមើលទៅ ពួកឯងថាទៅមិនທາງសេនិយាយពិតដែរទេគេពិតជាតាមញ៉ាយនេះសឹងមែនទេ ទោះជាທາງស៊ីជាស្រីស្អាតប្រចាំស៊ូតាឬថាគ្រួសារគេជាអ្នកមានខ្ញុំទាយថាគេមើលមិនឃើញនេះសឹងទេ ត្រូវហើយនេះបើការពីមុនពេលនៅរៀនអាចទៅរួចតែពេលនេះសឹងនឹងក្ររហាមស្រីម្នាក់គ្រួសារជាអ្នកមានហើយជាស្រីស្អាតទៀតមិនដឹងអាចមើលឃើញគេទៅខ្ញុំមើលទៅທາງស៊ីម្នាក់នេះគឺនឹងសឹងអាចជួលមកសម្ដែងទេ នេះសឹងបងធ្វើរឿងទាំងអស់នេះស្មានតែខ្ញុំចង់បានបងមកវិញទេយកសັດទៅខ្ញុំមិនអធិស្ឋានបងងាយទេ ប៉ាសាច់ច្បងនេះសឹងខ្ញុំណែនាំបន្តិចនេះប៉ាខ្ញុំ អគ្គនាយកທາງ អគ្គនាយកនេះ អេអ្នកទាំងពីរស្គាល់គ្នាហើយហ៎ តោះឡើងឡានពួកយើងរកកន្លែងញ៉ាំបាយញ៉ាំបណ្ដានិយាយបណ្ដា បាន ប៉ានិងសាច់ច្បងនេះសឹងស្គាល់គ្នាយូរហើយមែនទេ មិនខុសទេប៉ានៅអគ្គនាយកនេះប្រហែលឆ្នាំមុនស្គាល់គ្នានៅកន្លែងរកស៊ីពួកយើងជួបដំបូងដូចជាមិត្តឧស្សាហ៍តាក់ទងគ្នាគ្រាន់តែប្រហែលឆ្នាំនេះនៅឯបរទេសមិនបានជួបអគ្គនាយកនេះជាអ្នកជំនួញវ័យក្មេងប៉ាស្ញប់ស្ញែងយុវជនមានទេពកោសល្យណាស់ អគ្គនាយកឋានសរសើរពេកហើយ គាត់ពិតជាអគ្គនាយកសឹងលេងគ្រប់មែនមនុស្សប្រុសខ្ញុំមើលឃើញពិតជាពូកែមែន ស៊ីថ្ងៃនេះប៉ាឃើញឯងក្នុងកម្មវិធីសាលាការពីអគ្គនាយកនេះណាចូលក្នុងយៈសៅទៀតឬមួយគេជាមនុស្សដែលឯងតែងតែថាស្រឡាញ់ជាង10ឆ្នាំហើយនោះ អីយ៉ាមិនចម្លែកទេដែលណែនាំមិត្តប្រុសឲ្យឯងជាច្រើនអ្នកក៏មិនខ្វល់អញ្ចឹងពួកឯងពេលនេះជា ពេលនេះខ្ញុំកំពុងតាមញ៉ាយសាច់ច្បងនេះសឹងហើយខ្ញុំជឿថាតាមញ៉ាយគាត់បានឆាប់នេះ ល្អ សាច់ច្បងនេះសឹងខ្ញុំលេងហ្គីតាច្រៀងពីរោះណាបើបងមិនព្រមខ្ញុំនៅខាងក្រោមក្រុមហ៊ុនខ្ញុំច្រៀងឲ្យបងស្ដាប់រាល់ថ្ងៃ ឋាងស៊ីខ្ញុំ មកញ៉ាំសិនទៅអេអ្នកប្រុសហ្វាងគ្រួសារលោកទៅតែជួបការលំបាកមានរឿងជាមួយលោកប៉ាទៀតបន្តិចទៀតលោកទៅណាអេឆេងក្រែងឯងថាផ្ទះឯងនឹងនេះសឹងទុកចោលសម្រាប់ប្អូនប្រុសរបស់ឯងរៀបការយ៉ាងណានៅទំនេរដែរយកល្អឲ្យអ្នកប្រុសហ្វាងនៅប្រហែលថ្ងៃទៅ នេះមិនសូវល្អទេដឹង គឺមានអីមិនល្អទៅអ្នករាល់គ្នាសុទ្ធតែជាមិត្តភក្តិមនោសញ្ចេតនាធំជាងមេឃម្យ៉ាងទៀតនៅតែប្រហែលថ្ងៃទេប្រកាសជាមិនរាំងស្ទះប្អូនឯងរៀបការឡើយមែនទេមែនហើយ អញ្ចឹងបាន អញ្ចឹងគឺត្រូវហើយ ហ្វាងជឺប្រហែលថ្ងៃនេះលោកនៅទីនេះសិនទៅ អរគុណឈិញ នេះជាសោ អរគុណ អញ្ចឹងលោកសម្រាប់ទៅខ្ញុំទៅសិនហើ ហូប យ សិនខ្ញុំមានរឿងមួយចង់ឲ្យនាងជួយ រឿងអីលោកនិយាយមក តោះពួកយើងអង្គុយនិយាយគ្នាឈិញនេះដឹងហើយពេលនៅបរទេសខ្ញុំស្រាវជ្រាវកោសិកាសួយមូកានពាក់ព័ន្ធជាមួយផលិតផលស្បែករហូតតែភាពនឹងនៅគ្រឿងផ្សំបំបែកមិនបានសោះសឹងនឹងគ្រប់ជាក្រុមហ៊ុនបច្ចេកវិទ្យាកម្ពុជាក្នុងស្រុកពួកគេប្រកាសជាមានវិធីដោះស្រាយពេលនេះនាងជាអគ្គនាយករងខ្ញុំគិតថារឿងនេះប្រហែលជាមិនពិបាកទេ នេះមិនសូវល្អទេដឹង ឈិញខ្ញុំគ្រាន់តែចង់មើលពួកគេដោះស្រាយបញ្ហាបែបណា
ដើម្បីបើកផ្លូវអភិវឌ្ឍរបស់ខ្ញុំបើនាងមិនទុកចិត្តទេថតឲ្យខ្ញុំមើលក៏បានមើលហើយខ្ញុំលុបចោលភ្លាមតែខ្ញុំមិនតាន់ចូលសឹងលេងគ្រប់ពេញសិតទេជួយលោកយ៉ាងម៉េចទៅស្រួលណាស់ក្រែងនេះមានលិខិតជូនដំណឹងចូលធ្វើការនាងយកលិខិតនោះទៅកន្លែងស្រាវជ្រាវពួកគេទៅពួកគេឃើញនាងជាអគ្គនាយករងអ្នកណាហ៊ានខាត់នាងនោះប៉ុន្តែឈីងពួកយើងជាមិនល្អច្រើនឆ្នាំហើយនាងនៅមិនជឿខ្ញុំទៀតទេនេះជាលើកទី1ខ្ញុំសំវល់នាងជួយខ្ញុំផងទៅក៏បានស្អែកខ្ញុំទៅសឹងលេងគ្រប់សិនចាំតែរលោកឈីងខ្ញុំដឹងហើយថានាងជួយខ្ញុំអាឡូសាច់ច្បាំងនេះសឹងខ្ញុំនៅខាងក្រៅក្រុមហ៊ុនបងមិនទាន់ញ៉ាំបាយទេខ្ញុំដឹងថានៅក្បែរក្រុមហ៊ុនបងមានភោជនីយដ្ឋានមួយមិនអន់ទេចុះមកខ្ញុំនាំតែញ៉ាំខាងស៊ីខ្ញុំអាយ៉ាខ្ញុំមកដល់ក្រោមក្រុមហ៊ុនរបស់បងហើយបងចុះមកទុកមុខឲ្យខ្ញុំផងខ្ញុំចុះទៅឥឡូវហើយតែយើងឆាប់ឡើងឡានទៅនៅជាທາງសេនតាមិនក៏នាងនៅទីនេះប្រមម្នាក់នៅក្បែរនាងជាអ្នកណាមិនបានខ្ញុំត្រូវសួរច្បាស់គេកំពុងញ៉ាយនេះសឹងមែនឬអត់អេកំតើអីណាស់ចាស់រឿងធំសំខាន់ជាងគឺមួយនេះហើយស៊ីបងអេនស៊ីខានមករយៈហើយថ្មីនេះរវល់ថ្ងៃនេះមិនមានពេលមកកន្លែងខ្ញុំនេះមួយរយៈនេះខ្ញុំរវល់បន្តិចតែរវល់យ៉ាងណាក៏ត្រូវចាយពេលវេលាឲ្យបានត្រូវមនុស្សដែរអញ្ចឹងទៅត្រូវលើកទី1ឃើញនំភេទផ្ទុយគ្នាមកកម្រមានណាអញ្ចឹងថ្ងៃនេះយកដូចមិនដដែលមែនទេអត់យកអាហារបែបគ្រឿងសមុទ្រទេជាពិសេសបង្គាក្រៅពីនឹងគឺនៅដដែលល្អថ្ងៃនេះខ្ញុំជួបផ្ទះបាយខ្លួនឯងទទួលពួកនាងនេះមិនកំងគ្រឿងសមុទ្រនឹងបង្គាឬមួយដឹងថាខ្ញុំប្រតិកម្មជាមួយបង្គាឬដោយសារតែនិញបងប្រុសឯងមានចូលចិត្តញ៉ាំអីពិសេសទេបងប្រុសខ្ញុំមិនចូលចិត្តញ៉ាំអីពិសេសទេតែគាត់មិនអាចញ៉ាំបង្គាទេឲ្យតែញ៉ាំបង្គាប្រតិកម្មធ្ងន់ធ្ងរអូដឹងហើយត្រូវហើយបងអ៊ិនអត់យកជីវ៉ាន់ស៊ុយគាត់អត់ញ៉ាំទេនាងដឹងថាខ្ញុំមិនញ៉ាំជីវ៉ាន់ស៊ុយទៀតល្អខ្ញុំនិយាយមិនខុសទេត្រូវហើយខ្ញុំអត់ញ៉ាំជីវ៉ាន់ស៊ុយទេនៅចង់ញ៉ាំអីទៀតបងកំងទេនេះស្គាល់ទីនេះច្បាស់យកតាមនាងចុះល្អបងអ៊ិនថែមប៉ាយសេឈីខួយនិងឆ្អឹងជំនីជូរអែមសុទ្ធតែខ្ញុំចូលចិត្តកំងសម្រាប់ខ្ញុំទាំងអស់ញ៉ាំឆ្អឹងជំនីមួយដុំទៅឆ្ងាញ់ខ្លាំងណាស់បងឆាប់ភ្លក់ទៅកែគូស្នេហ៍មួយឈុតនេះជូនពួកនាងជូនពរពួកនាងឆាប់មានលទ្ធផលល្អឆាប់នេះទៅចាអរគុណហើយបងអ៊ិនត្រូវហើយបងអ៊ិនខ្ញុំណែនាំបងឲ្យស្គាល់បន្តិចនេះគឺជាសាច់ច្បងខ្ញុំនេះសឹងគាត់ជាដៃគូដែលខ្ញុំកំពុងតែតាមញ៉ែណាមិនអន់ទេដើមឈើដាច់10000ឆ្នាំទីបំផុតចេញផ្កាហើយនាងគ្មានមិត្តប្រុសរហូតមកលើកនេះពិតជាគិតយល់ហើយឬមួយក៏ជាប្រុសដែលនាងស្រឡាញ់ជាង10ឆ្នាំនោះមែនទេអាយ៉ូអញ្ចឹងជូនពរនាងបានជោគជ័យពួកនាងញ៉ាំទៅម៉ាពណ៌ស្អាតណាស់ម៉ាតាជើងនេះមិនអីទេខ្ញុំដូចជាក្រិចជើងហើយបើចឹងខ្ញុំបីនឹងទៅមិនល្អទេដឹងទៅយើងសួស្ដីលោកវាងពួកយើងណាត់គ្នានៅប្លុកស៊ីងហវ័នមើលផ្ទះខ្ញុំមកដល់ខាងក្រោមហើយលោកដល់ណាហើយតាមផ្លូវរីស្ទែបន្តិចយូរបន្តិចទៀតទៅដល់លោកទៅភូមិគ្រឹះចាំខ្ញុំមុនទៅប្រាប់លេខផ្ទះមកខ្ញុំទៅដល់លើហើយផ្ទះលេខគឺអគារលេខ12ជួរទី1បន្ទប់301បន្តិចទៀតជួបគ្នាបន្តិចទៀតជួបគ្នាមិនពួកគេនៅទីនេះលោកចង់បានគ្រឿងបន្សំផលិតផលការពារកោសិកាត្រីរបស់សឹងលីងគ្រប់ខ្ញុំមិនដឹងថាមួយណាទេដូច្នេះថតយកនៃសំខាន់ទាំងអស់ឲ្យលោកឆាប់មើលទៅមើលរួចខ្ញុំលុបចោលល្អខ្លាំងណាស់អរគុណឈីងកោសិកាត្រីផលិតផលការពារស្បែកនោះជាអាចកំបាំងសំខាន់របស់សឹងលីងគ្រប់មិនពួកគេហ៊ានម្លេះ
សឹងលីងមិនអន់ទេដែលជាក្រុមហ៊ុនបច្ចេកវិទ្យាជីវៈកម្ពុជាក្នុងស្រុកគ្រឿងបន្សំនេះសិតផ្ដាច់មុខនេះពិតជាល្អមែនឈិញមិញនៅផ្ទះបាយខ្ញុំដាំទឹកតែផ្លែឈើដែលនាងចូលចិត្តញ៉ាំប្រហែលចិត្តរួចហើយនាងទៅមើលសិនទៅល្អអរគុណឈិញខ្ញុំមើលរួចហើយនាងលុបទៅល្អពាក់ព័ន្ធរឿងធំត្រូវឆាប់ទៅរាយការណ៍ឈិញយល់នាងសម្រាប់បន្តិចទៅខ្ញុំទៅក្រៅមួយផ្លែតរបស់យកមកហើយនៅអគ្គនាយកលីនេះជារបស់សឹងលីងគ្រប់ជាក្រុមហ៊ុនកំពូលក្នុងស្រុកតូងចិត្តចុះខ្ញុំនិយាយបានធ្វើបាននេះគឺ300,000ចាំយករបស់នេះទៅដល់ខាងនោះហើយលុយដែលសល់គឺផ្ទេរចូលកាននេះប្រើមានប្រសិទ្ធភាពភ្លាមហ្វាំងជឿចាំមកទៀតឈិញខ្ញុំកាត់តែខ្ញុំតកលោកជាមិត្តស្មានម្ដងថាលោកធ្វើរឿងបែបនឹងសោះខ្ញុំស្មានថាលោកនិយាយនៅថ្ងៃនោះគ្រាន់តែដើម្បីជួយខ្ញុំបញ្ឈឺនេះសឹងស្មានម្ដងថាលោកមិនគិតល្អលើខ្ញុំសោះឈិញអ្នកនេះសឹងបែកគ្នាហើយខ្ញុំស្រឡាញ់នាងពិតណាតែខ្ញុំមិនដែលគិតបែកគ្នាទេពួកខ្ញុំនៅមានមនោសញ្ចេតនានឹងគ្នាខ្ញុំនិយាយបែបហ្នឹងគ្រាន់តែដើម្បីបញ្ឈឺនេះសឹងបានប្រាប់នាងបែកគ្នាពិតប្រកបប្រមាណដងហើយពួកនាងមិនអាចទៅរួចទេគាត់និយាយបែបហ្នឹងគ្រាន់តែឲ្យខ្ញុំទុកផ្លូវឲ្យគាត់ឲ្យតែខ្ញុំទុកផ្លូវឲ្យគាត់ដាក់ខ្លួនបន្តិចគាត់នឹងបែកចិត្តមកវិញខ្ញុំទៅរកគាត់ភ្លាមឈិញនេះសឹងទេមកធ្វើអីនេះសឹងខ្ញុំអត់ញ៉ាំបាយពេញមួយថ្ងៃហើយបងអាចតែកំដរខ្ញុំញ៉ាំបាយបានទេនេះទៅរកហ្វាំងជីទៅឲ្យមិត្តជិតស្និទ្ធនាងកំដរទៅនេះសឹងខ្ញុំនៅទីនេះចាំបង2ម៉ោងហើយក្លៀនដល់តែឈឺកាពះហើយបងកំដរខ្ញុំទៅញ៉ាំមីក្តៅបានទេមិនឲ្យបងខាត់ពេលច្រើនទេនេះមិនចាំបាច់រងចាំខ្ញុំទេពួកយើងលែងមានមនោសញ្ចេតនាហើយនេះធ្វើបែបនឹងធ្វើអីទៀតវាគ្មានន័យអ្វីឡើយនេះសឹងខ្ញុំដឹងកាលណាបងនិយាយបែបហ្នឹងព្រោះនៅមុខមនុស្សជាច្រើនបងត្រូវការមុខមាត់ត្រូវទេពេលនេះមានតែយើង2នាក់ទេបងលើកលែងខ្ញុំម្ដងទៅបានទេខ្ញុំស្បាត់ថ្ងៃក្រោយខ្ញុំឡើងតាក់ទងជាមួយហ្វាំងជឿទៀតហើយមិនចឹងពេលកណ្ដាលជីវិតក្រោយខ្ញុំមិនធ្វើមនុស្សលីឈិញនាងលែងត្រូវការហ្វាំងជឿហើយពេលនេះនាងស្ដាយក្រោយហើយឬមួយក៏ពួកនាងឆ្លោះគ្នានេះសឹងខ្ញុំដឹងខុសហើយបងលើកលែងខ្ញុំម្ដងទៅបានទេបងចង់វេជែកខ្ញុំតាមចិត្តឲ្យតែបងលើកទៅឲ្យខ្ញុំពួកយើងចាប់ផ្ដើមជាថ្មីទៅបានទេមិនបានទេថាងស៊ីនេះមកធ្វើអីហ៎ប្រកាសជាមកទទួលសាច់ច្បងនេះសឹងចាញ់ពីធ្វើការហើយនេះនិយាយជាការពិតទេពិតជាតាមញ៉ែនេះសឹងមែននេះឬមិនតាន់ច្បាស់ទៀតសាច់ច្បងតាពួកយើងទៅមិនឲ្យទៅទេនេះសឹងពេលនេះខ្ញុំត្រូវការលងលោមអាឡូលីលីពេលនេះចិត្តខ្ញុំស្មុគស្មាញណាស់យប់នេះឯងហៅឆៅលក់ពួកយើងទៅបានផឹកជាមួយគ្នាទៅល្ងាចនេះខ្ញុំទៅរកនៃសឹងចង់ត្រូវគ្នាជាមួយគាត់លទ្ធផលគាត់មិនត្រឹមត្រូវគ្នាជាមួយខ្ញុំទេនៅតែនៅជាមួយខាងស៊ីទៀតខ្ញុំខឹងណាស់ឈិញមិនក៏ទៅរកគេត្រូវគ្នាវិញអញ្ចឹងបើចង់ត្រូវគ្នាក៏ឲ្យគេមករកឯងមុនដែរបង្ហាញថាឯងអន់ខ្លាំងមើលចុះ
ពេលនេះដោយសារតែឯងទៅរកគេមុនគេយល់ថាឯងអន់មិនសមឲ្យគេលះបង់ដូច្នេះទៅគេមើលស្រាលឯងហ្នឹងណា ប៉ុន្តែហេតុអីថាងស៊ីនៅក្បែរគាត់ពួកគេនៅជាមួយគ្នាដែរទេដឹង មិនអាចទៅខាងស៊ីបង្ហាញខ្លួនប្រហែលគ្រាន់តែចៃដន្យគេដឹងថាឯងចិត្តខ្លាចជាអគ្គនាយកសឹងលីងគ្រប់ចំណែនឯងដូច្នេះក៏សម្ដែងជាមួយនីសឹងនាំនីសឹងទៅ មិនខុសទេលោកនិយាយត្រូវ អ្នកប្រុសហ្វាងមកនេះអង្គុយត្រង់នេះមក ពួកឯងនៅណាឲ្យគេមក ឈីងខ្ញុំដឹងខុសហើយខ្ញុំមិនគួរមានកំណត់បែបហ្នឹងលើនាងទេចេះចោះខ្ញុំបដិខ្លួនឯងមកកែវ ឈិញឯងមើលអ្នកប្រុសហ្វាងទៅគេដឹងខ្លួនខុសហើយគេបានទទួលការដាក់ទោសហើយឯងលើកទោសឲ្យគេទៅមែនហើយឈិញខ្លាំងណាស់ថ្ងៃក្រោយពួកយើងឈប់លេងសារជាមួយអ្នកប្រុសហ្វាងលើកលែងទោសឲ្យគាត់ម្ដងទៅ ឈីងខ្ញុំពិតជាដឹងខុសមែនខ្ញុំស្បត់បើខ្ញុំមានកំណត់បែបហ្នឹងទៀតជាតិក្រោយខ្ញុំមិនមែនជាមនុស្ស ក៏បានលើកក្រោយក៏មានទៀត អរគុណដែលជួនខ្ញុំមកវិញ សាច់បងនេះដល់ខាងក្រោមផ្ទះហើយបងមិនអញ្ជើញខ្ញុំឡើងទៅអង្គុយលេងទេថ្ងៃនេះខ្ញុំទៅទទួលបងចេញពីធ្វើការហើយជូនបងមកផ្ទះទៀតស្រែកទឹកហើយ គឺថាខ្ញុំមិនសូវស្រួលខ្លួននៅផ្ទះរបស់ខ្ញុំមានប្អូនស្រីខ្ញុំទៀតគេមិនសូវចូលចិត្តមនុស្សប្លែកមុខទេ មានអីមិនស្រួលទេខ្ញុំអ្នកណាឃើញក៏ចូលចិត្តប្អូនស្រីបងច្បាស់ជាចូលចិត្តខ្ញុំនិងនីងគឺជាមិត្តល្អនឹងគ្នានាងអាចចូលចិត្តខ្ញុំដែរតា ណែ តោះទៅ អេ បងប្រុសបងមកវិញហើយហ៎ហើយនីងស៊ីស៊ីអញជាមិត្តល្អរបស់ខ្ញុំមកស្រុកវិញពីពេលណាមិនប្រាប់ខ្ញុំសោះហើយគួរឲ្យស្អប់មែនតែនទៅតែមកវិញមួយរយៈមុនរវល់ពេកក៏ភ្លេចប្រាប់អញទៅខ្ញុំមកមើលអញហើយតាស៊ីអញនឹងបងប្រុសខ្ញុំនៅជាមួយគ្នាហើយកំពុងតាមញ៉ាយបងប្រុសឯងល្អខ្លាំងណាស់បងប្រុសស៊ីមិត្តខ្ញុំដែលខ្ញុំប្រាប់បងថានាងស្រឡាញ់បង10ឆ្នាំនោះខ្ញុំមានមិត្តល្អម្នាក់ស្អាតខ្លាំងណាស់ហើយស្រឡាញ់បងជាង10ឆ្នាំហើយត្រូវការឲ្យខ្ញុំជួយណែនាំបងទេស្អាតមែនអត់ជាមនុស្សល្អទៀតមើលទៅខ្ញុំចិត្តបានជាបងថ្លៃហើយស៊ីមើលចោះខ្ញុំប្រាប់ឯងឲ្យតែឯងផ្ញើសារឲ្យបងប្រុសខ្ញុំមិនដាច់ add friend គាត់ច្បាស់ជាយល់ព្រមឯងប្រកាសជាបាននៅជាមួយគ្នា ល្អណាស់វិឆាតបងគឺឯងចំណេះឲ្យខាងស៊ីពួកយើងទៅអង្គុយទៅឈប់និយាយឲ្យស៊ីស្អែកនេះថ្ងៃកំណើតខ្ញុំដល់ពេលនោះឯងសារភាពប្រាប់បងប្រុសខ្ញុំទៅមានខ្ញុំជួយលើកនេះប្រកាសជាយកបងប្រុសខ្ញុំបានអរគុណនីង លោកចាំតែអ្វីដែរ ខ្ញុំយកចិញ្ចៀនត្បូងម៉ូតនេះ លោកក៏សាភ្នែកលោកល្អមែនម៉ូតនេះគឺត្បូងល្អប្រចាំហាងយើង ឡោះជួយខ្ចប់ឲ្យខ្ញុំផង អាឡូឈិញឯងទេមើលខ្ញុំឃើញអ្នកណានៅហាងគ្រឿងអលង្ការ អ្នកណា គឺនីសឹងគេបានទិញចិញ្ចៀនត្បូងថ្លៃជាងគេក្នុងហាងឯងរងចាំគេ2ថ្ងៃទៀតទៅគេប្រកាសជាទៅរកឯងជាមិនខាននោះទេណា ល្អខ្លាំងណាស់ទីបំផុតនេះសឹងកាត់យល់ចង់ត្រូវគ្នាជាមួយខ្ញុំវិញហើយ អញ្ចឹងឯងត្រូវចាំ2ថ្ងៃទៀតឯងកុំយល់ព្រមជាមួយគេស្រួលពេក អរគុណសំណាប់ចិត្ត មិនអីទេបាត់ហើយ រីខុសកំណើត រីខុសកំណើតក្រៃនោះគឺທາງសេនតានៅមាននីសឹងទៀត ថាម៉េចនេះសឹងក៏នៅដែរពួកគេពិតជានៅជាមួយគ្នាមែន សាច់ច្បាស់នីសឹងមិញបំណងថ្ងៃកំណើតខ្ញុំគឺញ៉ាយបងឲ្យបានថ្ងៃនេះខ្ញុំធ្វើខួបកំណើតនៅមុខមិត្តភក្តិជាច្រើនយ៉ាងនេះខ្ញុំចង់សារភាពប្រាប់បងម្ដងទៀតឲ្យអធិកអធមបងព្រមធ្វើជាមិត្តប្រុសខ្ញុំទេ ឈីងកុំឆេវឆាវ ខ្ញុំអាចមិនឆេវឆាវទេពួកគេនៅជាមួយគ្នាហើយ នៅជាមួយគ្នាបងព្រម ពួកបងមិនអាចនៅជាមួយគ្នាទេ នីសឹងបងមិនអាចនៅជាមួយនាងបងមិនអាចយល់ព្រមនឹងនាងទេ
ថ្ងៃនេះសាច់បងស្វាគមន៍មកចូលរួមពិធីខួបកំណើតខ្ញុំបន្តិចទៀតកាត់ខែកខ្ញុំចែកខេកមួយចំណែកឲ្យបងដែរនេះសឹងបងនៅជាមួយនាងបងបានសុំការអនុញ្ញាតពីខ្ញុំហើយនៅឈិញចង់ឲ្យខ្ញុំនិយាយប្រមាថដងទៀតទើបនាងយល់ពួកយើងបែកគ្នាយូរហើយនាងកុំមករំខានខ្ញុំទៀតនេះសឹងខ្ញុំដឹងថាបងនៅជាមួយທາງស៊ីគឺខ្លាំងមែនទេការពិតគឺបងចង់ឌឺដងដាក់ខ្ញុំទទួលស្គាល់តែពេលនេះខ្ញុំខឹងហើយបងត្រូវទៅវិញជាមួយខ្ញុំឈិញនេះជាសង្សាររបស់ខ្ញុំທາງស៊ីនាងមកថ្ងៃនេះបានដោយសារតែនាងយកព្រមមកចូលមិនទាន់ដេញនាងចេញគឺដោយសារតែគាត់ចិត្តទលាយសូមនាងកុំមកខករឿងទៀតនេះសឹងខ្ញុំដឹងថាពេលនេះលោកនៅតែខឹងខ្ញុំមែនឬអត់ខ្ញុំសុំទោសពួកយើងកុំលេងល្បែងធ្វើបាបចិត្តគ្នាបែបនេះអីពួកយើងត្រូវគ្នាវិញហើយចាប់ដើមសារថ្មីម្ដងទៀតបានទេនាងវល់នាងសឹងយ៉ាងថោកទាបបែបនេះក្រែនាងសឹងលើកលែងតឲ្យមែនតើធ្វើយ៉ាងម៉េចទៅចុះនាងនៅមានឱកាសទៀតទេឈិញនាងភ្លេចពីអត្តសញ្ញាណនិងឋានៈរបស់នាងបច្ចុប្បន្នហើយមែនទេនាងឥឡូវគឺជាអនុប្រធានក្រុមហ៊ុនដ៏ខ្ពង់ខ្ពស់ចំណែកនាងគ្រាន់តែជាបុគ្គលិកក្រៅម៉ោងថ្នាក់ទាបម្នាក់ប៉ុណ្ណោះពួកនាងមិនមែនជាមនុស្សលំដាប់ដូចគ្នាទេគេមិនស័ក្តិសមជាមួយនាងទេកុំខាត់ខ្ញុំអីនេះសឹងថ្ងៃនេះបងមិនបកស្រាយឲ្យច្បាស់លាស់ទេខ្ញុំមិនទៅណាទាំងអស់ឈិញនាងទៅវិញទៅខ្ញុំមិនទៅលើកលែងតែបងទៅជាមួយខ្ញុំលេនឈិញនាងជាមួយបងប្រុសខ្ញុំចាប់យូរហើយមកបង្ករឿងថ្ងៃនេះបានន័យថាម៉េចគួរចេះទុកមុខឲ្យខ្លួនឯងផងនេះសឹងបងដាច់ចិត្តយ៉ាងនេះហេនាងទៅវិញទៅទុកមុខរាប់គ្នាខ្លះផងបងដាច់ចិត្តជាមួយអ្នកដែលស្រឡាញ់បងមួយសតវត្សមកហើយមែនទេបងដាច់ចិត្តស្រឡាញ់ជាមួយអ្នកដែលបងទើបតែស្គាល់មិនបានប្រហែលនេះមែនទេបានហើយឈិញបានមានជំងឺទៅរកពេទ្យទៅកុំមករំខានខួបកំណត់មិត្តភក្តិខ្ញុំនៅទីនេះបាននៅមិនទៅទៀតតែខ្ញុំមិនយកយល់ចេញទៅនេះសឹងអះលោកសុំទោសផងមានការយកច្រឡំតិចតួចតបន្តទៀតលីលីអញគិតថាយើងនៅមានឱកាសដែរទេឆេងគ្រាន់តែមនុស្សប្រុសម្នាក់សោះចាំបាច់ធ្វើដល់ថ្នាក់ហ្នឹងឯងត្រូវហើយពួកគេគ្រាន់តែតាក់ទងគ្នាមិនទាន់រៀបការទេខ្ញុំមានឱកាសយកនេះសឹងមកវិញឈិញត្រឹមធ្វើស្អីនឹងនេះសឹងបងមកហើយឈិញខ្ញុំមានសង្សារហើយនាងកុំរកខ្ញុំទៀតដើម្បីកុំឲ្យមានពាក្យចចាមអារាមពួកយើងកុំនិយាយគ្នាអីល្អជាងនេះសឹងបងនៅមានចិត្តលើខ្ញុំទេមែនទេមិនបាច់ធ្វើបែបនេះទេបែកគ្នាហើយធ្វើជាមិត្តមិនបានមែនទេនេះសឹងមិនក៏បងចិត្តដាច់យ៉ាងហ្នឹងនេះសឹងខ្ញុំដឹងថាបងនៅមានចិត្តលើខ្ញុំបើបងអាចទទួលយកខ្ញុំមិនប្រកាន់ថាបងធ្លាប់មានសង្សារទេបែបនេះចុះបងបែកពីທາງស៊ីឲ្យពួកយើងត្រូវគ្នាវិញល្អទេបងលីនឈិញនេះឈួតហើយមែនទេខ្ញុំប្រាប់ហើយខ្ញុំលែងមានអារម្មណ៍អីទៅលើនាងទៀតហើយថ្ងៃក្រោយនាងកុំរកខ្ញុំទៀតអាឡូឈិញលោកហ្វាំងបានរកលិខិតអញ្ជើញចូលរួមពិធីខួបក្រុមហ៊ុនសឹងលីនឲ្យពួកយើងម្នាក់មួយស្អែកនេះពួកយើងទៅជាមួយគ្នាអូខេអរគុណណាស់បងសាំងបងជួយមើលឈុតនេះបន្តិចមើលសមទេអូខេស្អែកជួបគ្នានៅក្នុងពិធីខួបមិនគឺនាងនៅទីនេះនេះសឹងមិនក៏បងមកជាមួយនាងនេះសឹងលើមុនឯងខ្លាចបន្លំខ្លួនធ្វើជាអគ្គនាយកក្រុមហ៊ុនសឹងលីនធ្វើឲ្យតកោហ្វាងខ្ញុំត្រូវគេដកឈ្មោះចេញលើកនេះឯងនៅហ៊ានមកទៀតមិនក៏ខ្ញុំមិនហ៊ានខ្ញុំប្រាប់ឯងនេះគឺជាកម្មវិធីគម្រប់ខួប5ឆ្នាំរបស់ក្រុមហ៊ុនសឹងលីនចាំមិនតែអគ្គនាយកក្រុមហ៊ុនសឹងលីនមកដល់ខ្ញុំនឹងប្រាប់គាត់ថាឯងខ្លាចបន្លំជាគាត់បន្ទាប់មកឯងប្រកាសជាត្រូវគេវាយឲ្យហើមមុខបោះឯងចេញទៅខាងក្រៅឲ្យដូចជាសម្រាមចាំងចឹងអ្នកណាត្រូវគេបោះចេញនៅមិនទាន់នឹងច្បាស់នៅឡើយទេខ្ញុំប្រាប់ឯងខ្ញុំមានផុសតាំងនៅទីនេះខ្ញុំប្រាប់ឯងឲ្យដឹងខ្ញុំមានផុសតាំងនៅទីនេះអគ្គនាយកនេះបានកំណត់ទីតាំងសម្បុករបស់ពួកគេហើយតើត្រូវប្រាប់ប៉ូលីសឲ្យទៅចាប់ពួកគេទេពួកគេសម្ដែងមែនគួរតែប្រាប់ពីរង្វាន់អូស្ការឲ្យពួកឯងមួយខ្ញុំប្រាប់ពួកឯងជាកូនប្រុសត្រូវតែនិយាយដោយប្រើសមត្ថភាពអញ្ចឹងខ្ញុំចង់លៀងតិចចាំស្ដាប់ហើយខ្ញុំអាចចង់អត់ស្មាមុខស្មាមាត់ជាមួយនឹងអគ្គនាយកលីនបានបងនេះសឹងឬមួយគេចង់អង្គុយស្មាមុខស្មាមាត់ជាមួយបងនៅហ៊ានសោយទៀតខ្ញុំប្រាប់ឯងខ្ញុំមានផុសតាំងនៅក្នុងដៃ
ផុសតាំង ត្រូវហើយគឺជាវីដេអូដែលខ្លាយបន្លំខ្លួនធ្វើជាអគ្គនាយកសង្លីននៅក្នុងកម្មវិធីបុណ្យសាលាខ្ញុំបានថតទុកទាំងអស់ ហេតុអីខ្ញុំត្រូវខ្លាញ់បន្លំខ្ញុំគឺជាអគ្គនាយកក្រុមហ៊ុនសង្លីនស្រាប់ហើយតា អ្នកទាំងអស់គ្នាបានឃើញដែរទេមនុស្សសមត្ថវាលោឡានៅក្នុងទឹកដីរបស់ក្រុមហ៊ុនសង្លីនថ្ងៃនេះគ្មានអ្នកណាអាចជួយវាបាននោះទេលើកលែងតែវាលុតជង្គង់សុំវល់ឥឡូវនេះហើយសំពះក្បាលដល់ដី3ដងប្រហែលជាខ្ញុំមានអារម្មណ៍ល្អអាចលើកលែងឲ្យគេបានម្ដង ហ្វាំងជើទោះនេះសឹងស្លាញ់មុខមន់តិចមែនតែគាត់ចិត្តល្អណាស់កុំធ្វើបាបគាត់ទៀតអី បងស្រីបងកុំខ្វល់អីថ្ងៃនេះបើវាលុតជង្គង់អន់ក្បាលដល់ដីសំពះខ្ញុំ3ដងទេគ្មានអ្នកណាជួយវាបានទេថ្ងៃមុនគឺវាសំណាងល្អតែប៉ុណ្ណោះមានប្រធានທາງធានាឯងប៉ុន្តែថ្ងៃនេះអ្នកណាក៏មិនអាចជួយឯងបានដែរឈប់ភ្លាមអ្នកទាំងអស់គ្នាឈប់ភ្លាម លោកអគ្គនាយកប៉ុនចេញមកធ្វើអីលោកប៉ាលោកប៉ាថាម៉េចខាងស៊ីជាកូនរបស់លោកប្រធានខាងហីខាងស៊ីជាកូនលោកប្រធានខាងពិតមែនទេ ខាងស៊ីជាកូនស្រីរបស់ខាងសានហើយបើចឹងចំណេញដល់នេះសឹងតែគ្មានបានការនោះហើយទោះបីជាខាងស៊ីជាកូនស្រីរបស់ខាងសានហើយក៏ដោយហ៎នេះសឹងអាក្រមម្នាក់នេះឋានៈមិនសមគ្នាប្រធានខាងនឹងមិនយល់ព្រមទេ ត្រូវហើយឆ្នាំណាគ្រប់នឹងមែនហើយហេតុអីក៏មិនឆ្លុះកញ្ចក់មើលខ្លួនឯងផងទៅត្រូវហើយនេះសឹងមិនស័ក្តិសមជាមួយខាងស៊ីទេ ពួកឯងទាំងអស់គ្នាខ្វាក់ភ្នែកអស់ហើយគាត់គឺជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនសង្លីន គេខ្លាញ់បន្លំទេពេលមុនគេខ្លាញ់បន្លំថាវិឡាអ៊ីជីងគឺជារបស់គេទៀតផងគេគឺជាជនបោកប្រាស់ វិឡាអ៊ីជីងលេខ1គឺជាយើងជាអ្នកជួយអគ្គនាយកនេះប្រកុលជូនលោកហូលីឆាលូពួកឯងទាំងពីរត្រូវបានបញ្ចេញហើយពួកឯងចាប់ពួកគេបោះចិត្តទៅក្រៅទៅ កុំអីលោកកុំអីពួកខ្ញុំដឹងខុសហើយលោកប្រធានលោកប្រធានកុំអីពួកខ្ញុំដឹងខុសហើយលោកប្រធានពួកខ្ញុំដឹងខុសហើយ ស្អីគេនេះសឹងពិតជាអគ្គនាយកក្រុមហ៊ុនសង្លីនពិតមែនទេ នេះសឹងពិតជាអគ្គនាយកក្រុមហ៊ុនសង្លីននេះហើយចុះខ្ញុំពួកឯងមើលទៅសង្សារដែលខ្ញុំតាក់ទងមកជិត10ឆ្នាំកាដូដែលគេជូនខ្ញុំគឺជា10ដាក់ផ្កាយបត់กระดาษមួយលើដល់ណាគេសើចចំអកដល់ហ្នឹងឥឡូវលោកលុតជង្គង់ដាក់ហ្វាំងជើភ្លាមទៅខ្ញុំអាចចាត់ទុកថាគ្មានរឿងអីកើតឡើងហើយខ្ញុំនឹងមិនដោយឲ្យវាចាប់ទៅតាមនឹងទៅចោះនេះសឹងគ្រាន់តែសុំទោសមួយម៉ាត់ធ្វើឲ្យសាច់លោកជ្រុលទាំងដុំមែនទេលោកក្រៅពីមនុស្សមាត់រឹងនៅធ្វើស្អីបានទៀតក្តីស្រឡាញ់ដែលថោកទាបបែបនេះវាធ្វើឲ្យខ្ញុំមានអារម្មណ៍ចង់ក្អួតខ្ញុំបានធ្វើអីខ្លះមិនចម្លែកទេមិនចម្លែកដែលខ្ញុំត្រូវបានតែងតាំងជាប្រធានក្រុមហ៊ុនសង្លីនតាមពិតទៅរឿងទាំងអស់នេះគឺសុទ្ធតែជាការរៀបចំរបស់គាត់ហ្វាំងជើសុទ្ធតែមកពីឯងបើមិនមែនដោយសារឯងក៏អត់មានរឿងថ្ងៃនេះកើតឡើងដែរបើមិនមែនដោយសារឯងខ្ញុំក៏មិនបាច់គ្នាជាមួយនេះសឹងដែរបើមិនមែនដោយសារឯងគ្រប់រឿងទាំងអស់នេះគឺសុទ្ធតែជារបស់ខ្ញុំ នាងស្រីស្លាញ់តលុយបែងចែកខុសត្រូវមិនដឹងខួរក្បាលដូចជាខួរក្បាលជ្រូកនាងនៅចាំមកចោតអាចដាក់ខ្ញុំទៀតភុយមើលទៅនាងពិតជាអស់ថ្នាំព្យាបាលហើយសន្តិសុខអស់នាងបោះចេញទៅក្រៅទៅខ្ញុំមើលអ្នកណាហ៊ានប៉ះពាល់ខ្ញុំគឺជាអ្នកគ្រប់គ្រងទូទៅតំបន់ចិននៃក្រុមហ៊ុនតាអ៊ីងក្រុមហ៊ុនដែលមានតម្លៃទីផ្សាររាប់ទ្រីលៀនក្រុមហ៊ុនពួកឯងទាំងអស់បោកមកចូលគ្នាតើធំដូចវាដែរទេថ្ងៃនេះបើពួកឯងហ៊ានប៉ះពាល់ខ្ញុំនឹងធ្វើឲ្យពួកឯងវេទនាយករបស់មកឲ្យនៅអគ្គនាយកលៃនេះគឺជាក្រុមហ៊ុនបច្ចេកវិទ្យាវិទ្យាសាស្ត្រកំពូលរបស់ក្រុមហ៊ុនសង្លីនយ៉ាងហោចណាស់ក៏មានតម្លៃរាប់ពាន់លានដែរលោកបានសន្យាជាមួយនឹងខ្ញុំហើយឲ្យតែខ្ញុំអាចចូលរបស់នេះបានលោកនឹងឲ្យខ្ញុំ 3000 លានហើយនឹងឲ្យខ្ញុំធ្វើជាអ្នកគ្រប់គ្រងទូទៅនៃតំបន់ចិននៃក្រុមហ៊ុនតាអ៊ីងទុកចិត្តចោះនិយាយមកណាគឺមកនោះចាំរបស់មកដល់ដៃលុយនឹងវាចុកគណនីរបស់លោកភ្លាមហើយការតែងតាំងក៏នឹងមានប្រសិទ្ធភាពភ្លាមដែរក្រុមហ៊ុនតែងដែលលោកនិយាយនោះគឺជាក្រុមហ៊ុនបោកប្រាស់ខ្លាយមរំក្រុមហ៊ុនជាអន្តរជាតិចំណេញលួចអាចកំងក្នុងស្រុកទៅឲ្យបរទេសដើម្បីយកប្រាក់ចំណេញសកលពួកជើមនការតាមដានលើពួកគេយូរណាស់មកហើយថ្ងៃនេះចៃដន្យក៏មករកឃើញសម្បត្តិរបស់ពួកគេយើងក៏បានសហការជាមួយនឹងប៉ូលីសចាប់ពួកគេញាត់គុកអស់ទៅហើយផតតាទាំងអស់ត្រូវបានប្រគល់ឲ្យប៉ូលីសនឹងមកដល់ឥឡូវនេះហើយលោកក៏ដូចគ្នាពេលដែលប៉ូលីសមកដល់លោកចាំត្រូវជាមួយនឹងពួកគេចោះមិនអាចទេអគ្គនាយកលេងមិនបោកខ្ញុំទេអាឡូអគ្គនាយកលេងទូរស័ព្ទដែលលោកអ្នកកំពុងហៅមិនមាននៅក្នុងប្រព័ន្ធយើងខ្ញុំទេអ្នកលោកប៉ូលីសផតតានឹងរូបភាពទាំងអស់នោះគឺនាងចំណាខ្ញុំមិនពាក់ព័ន្ធនោះទេពួកលោកទៅចាំនេះទៅពួកលោកចាំនេះទៅ ហ្វាំងជើដែលខ្ញុំសោកស្ដាយ
គឺខ្ញុំបានចាត់ទុកឯងជាមិត្តល្អបំផុតរបស់ខ្ញុំច្រើនឆ្នាំមុននេះជាមិត្តដែលជិតស្និទ្ធតែមិននឹកស្មានថាប្រើល្បិចគ្រប់យ៉ាងចាក់ខ្ញុំពីក្រោយខ្ញុំពិតជាល្ងងពេកហើយអ្នកនាងលិនឈិញចំពោះករណីលួចអាត់កម្មពាណិជ្ជកម្មរបស់ក្រុមហ៊ុនសង្លីដោយខុសច្បាប់ដើម្បីប្រាក់ចំណេញអ្នកនាងគឺជាអ្នកទទួលខុសត្រូវធំជាងគេសូមជួយអ្នកនាងទៅជាមួយនឹងពួកយើងឈិញខ្ញុំគ្រាន់តែចង់ដឹងថាពួកគេដោះស្រាយការលំបាកនេះយ៉ាងម៉េចប៉ុណ្ណោះបើនាងមិនទុកចិត្តខ្ញុំនឹងថតរូបផ្ញើមកខ្ញុំមកពេលដែលខ្ញុំមើលរួចហើយខ្ញុំនឹងលុបចោលភ្លាមរូបថតនេះពិតជាអស្ចារ្យមែនមិនខ្ញុំមកផ្ញើផ្លែឈើដែលនាងចូលចិត្តបំផុតយកទៅក្នុងផ្ទះបាយហើយប្រហែលជាបាយមកហូបចិត្តហើយនាងទៅមើលបន្តិចទៅណែឈិញឬមួយក៏នាងសម្រាប់បន្តិចសិនទៅខ្ញុំមានការចេញទៅខាងក្រៅមួយផ្លែខ្ញុំមិនដឹងអីទេលោកប៉ូលីសគឺខ្ញុំត្រូវគេប្រើប្រាស់ទេបើរឿងនេះមិនទាន់ដឹងច្បាស់អ្នកនាងអាចប្រឹងបានប៉ុន្តែមុននឹងដល់ពេលនោះអ្នកនាងត្រូវទៅជាមួយនឹងពួកយើងនាំខ្លួនទៅសឹងនាងជួយខ្ញុំផងបងក៏ដឹងដែរថាខ្ញុំត្រូវគេប្រើប្រាស់ទេសហការស៊ើបអង្កេតទៅបើនាងមិនដឹងរឿងនឹងត្រូវកាត់ទោសស្រាលទេសឹងនាងនេះសឹងខ្ញុំស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ពិធីខួបគម្រប់5ឆ្នាំរបស់ក្រុមហ៊ុនសង្លីនខ្ញុំសូមថ្លែងអំណរគុណដល់មិត្តគ្រប់រូបនៃក្រុមហ៊ុនសង្លីនបើគ្មានការលះបង់របស់អ្នកទាំងអស់គ្នាទេក៏គ្មានភាពរុងរឿងរបស់សង្លីនថ្ងៃនេះដែរបន្ទាប់មកទៀតខ្ញុំសូមប្រកាសនូវការសម្រេចចិត្តដ៏សំខាន់មួយទៀតរបស់ខ្ញុំផ្ទាល់ស៊ីបងដឹងថាអូនចូលចិត្តបង10ឆ្នាំមកហើយក៏សារភាពស្នេហ៍មកលើបងរាប់មិនអស់អូនបានដើរមករកបង99ជំហានហើយជំហានចុងក្រោយនេះទុកឲ្យបងជាអ្នកដើរទៅរកអូនវិញព្រមរៀបការជាមួយបងទេអូនយល់ព្រមវ៉ាវ